ស្ដាប់ណាបច្ចៈវគិទាំង5យើងរកឃើញផ្លូវឈ្នះភាពជរាការឈឺចាប់និងក្តីស្លាប់ហើយព្រះពុទ្ធជាម្ចាស់ផ្ដល់ដំណោនេះទៅពួកយើងផងយកកិច្ចឲ្យផុតពីប្រការគឺភាពងប់ងប់ចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវត្តសង្សារការស្លាប់រស់ខ្ញុំសូមក្រាបថ្វាយបង្គំវន្តាចំពោះព្រះភគវាជាទីពឹងព្រះអង្គឈ្នះមីហើយត្រាស់ដឹងសម្លឹងត្រោយនាយនៅពៀនពិតសូមបុណ្យដែលយើងរួបរวมគ្នាជាយាមពុះពៀទាំងឆ្ងាយចិត្តទោះក្តៅរងាយុគងងឹតប្រឹងអស់កាយចិត្តត្បិតជ្រះថ្លាសូមបុណ្យទាំងនេះជួយនាំមុខឲ្យឆ្លងផុតទុក្ខដោយប្រាថ្នាសូមឲ្យបានកើតជាតិណានាជួបទាន់សាសនាព្រះទ្រង់ញាណសូមគុំឲ្យជួបភ័យយន្តរាយរោគាទាំងឡាយកុំឲ្យមានសូមគុំឲ្យជួបការអត់ឃ្លានរហូតនៅពៀនកុំខានឡើយសូមអនុមោទនីអន្លង់កាមព្រះសង្ឃសាវកអង្គឯណាលោកបានបញ្ញាដកប្រពៃឆ្លងអន្លង់កាមដោយជោគជ័យលេងញាប់ញ័រវ័យនឹងសុខទុក្ខព្រោះបានដល់នៅការអស់ទៅមោហៈកំឡៅដែលជាគុកតែងឃុំឃាំងជន់ឥតរើសមុខអ្នកដែលស្វែងសុខក្នុងកាមគុណបើបានកើតជាមនុស្សហើយសូមបំពេញនៅសេចក្តីល្អឲ្យបានណាស់ព្រោះបាបអកុសលមានកំណាញ់ច្រណែនព្យាបាលជាដើមដែលយើងរស់នៅគឺអាចកម្ចាត់បានមនុស្សតើតែមានហេតុគឺសេចក្តីខ្មាស់បាបអោតបៈសេចក្តីក្រែងខ្លាចបាបទើបញាក់រលឹកក្នុងការរក្សាសិលដំណើរផ្លូវរបស់យើងមិនគប្បីជាអ្នកវង្វេងផ្លូវនោះទេគឺត្រូវមានបញ្ញាទប់ទល់ជាមួយនឹងបាបអកុសលគ្រប់ពេលការដោះស្រាយបញ្ហាដោយបញ្ញាមិនមែនគ្រាន់តែរកលុយតែម្យ៉ាងនោះទេគឺចិត្តត្រូវមានធម៌ព្រោះលុយមិនអាចជួយឲ្យរួចផុតអំពីបាបអកុសលបានទេជីវិតសត្វលោកតែងប្រព្រឹត្តទៅតាមកម្មដូច្នេះរឿងអ្វីវាជាអធិស្ឋានរបស់សត្វលោកយើងកុំចេះតែចង់បានអ្វីធ្វើតម្រូវទៅតាមចិត្តយើងឲ្យសោះព្រោះធម៌ទាំងឡាយគឺជាអនត្តាមិនមែនជារបស់ខ្លួនឡើយគ្រប់កាយកើតកបស្របទៅតាមពាកម្មផ្ដល់ជូនជាធម្មជាតិសង្ខារពុំមានកន្លងហួសមួយរូបណាផុតចាស់ជរារួចទៅបានឡើយរូបកាយរងគ្រោះព្រោះប្រកបរោគស្រែកធ្ងោទួយសោកឈឺឥតស្រាកស្បើយរោគច្រើនប្រភេទកើតពុំលហែលហើយអោរូបកាយឲ្យឈឺគ្មានលហែគ្រប់រូបយើងឲ្យកើតហើយអភ័ព្វរូបនេះនឹងស្លាប់កិច្ចមិនរួចទេអ្នកមានអ្នកក្រខ្មៅសស្លាប់ដែរក្មេងចាស់ព្រួលប្រែមិនទៀងជីបជន់តើមាននរណាមិនប្រះនិរាសចង់រត់ចង់ជិះអង្វរបេះបន់នៅតែព្រាត់បងប្អូនប្តីប្រពន្ធព្រាត់អ្នកមានគុណព្រាត់កូនសូនពីលោកីរូបនេះកើតចាស់ឈឺហើយក៏មរណាកម្មតៈតែងចាស់ជាប់ជាកំរៃអំពើបាបជាពូជនាំភ័យបុណ្យជានិស័យផ្ដល់ផលសុខសាន្តដកដង្ហើមដើម្បីរស់បន្តសាងអំពើល្អកំដរជីវិតកើតមកភ្លឺហើយកុំឲ្យងងឹតបុណ្យបាបមានពិតស្ថិតលើអ្នកសាងបើស្រឡាញ់ខ្លួនក៏បីធ្វើល្អជីវិតមនុស្សយើងមិនអាចល្អក្នុងក្រសែភ្នែករបស់អ្នកដទៃគ្រប់ពេលឡើយតែយើងនៅតែល្អចំពោះខ្លួនឯងព្រោះខ្លួនឯងទើបដឹងច្បាស់ថាយើងបានធ្វើអ្វីមិនបានធ្វើអ្វីបាននិយាយអ្វីមិនបាននិយាយអ្វីមិនចាំបាច់ទាល់តែអ្នកដទៃនិយាយថាយើងល្អទើបល្អឡើយយើងល្អឬមិនល្អក្នុងចិត្តយើងដឹងច្បាស់ណាស់ទោះគេមកនិយាយមិនល្អឬនិយាយថាយើងបែបនេះបែបនោះវាគ្រាន់តែបញ្ជាក់ពីមនុស្សដែលបាននិយាយតែប៉ុណ្ណោះព្រោះគេមិនបានដឹងច្បាស់ពីសាច់រឿងជំរឿដួងចិត្តរបស់យើងឡើយបើយើងល្អហើយ
សត្វលោកនៅក្នុងវដ្តសង្សារសុទ្ធតែនៅក្នុងអំណាចនៃពេលវេលាដូច្នេះសុខក្តីទុក្ខក្តីសេចក្តីដឹងខ្លួនឥឡូវនេះក្តីសុទ្ធតែមានពេលវេលាសំសត្វនៅលើលោកនេះកើតមកហើយតែមានផលលំបាកនៅក្នុងជីវិតមួយនេះមិនតិចគ្នាទេអ្នកខ្លះកើតមកជាអ្នកមានទ្រព្យអ្នកខ្លះកើតមកខ្វះទ្រព្យសម្បត្តិអ្នកខ្លះមានទ្រព្យហើយរូបកាយនេះវាមិនដឹងអីទេវាគ្រាន់តែជាសម្បករូបប៉ុណ្ណោះគឺវាអាស្រ័យទៅលើទឹកចិត្តជាអ្នកអូសទាញបើប្រព្រឹត្តល្អរូបកាយក៏នៅជាសុខបើប្រព្រឹត្តអាក្រក់បួលគ្នាធ្វើបន់ទៅបួលគ្នារៀនធัวព្រះអង្គទៅអប់រំរក្សាសិលចម្រើនសមថវិបស្សនាទៅអាហ្នឹងឯងទូកក្បូនទៅរកកោះរកត្រើយស្អីជាកោះជាត្រើយគឺជាព្រះនិព្វានដែលជាបរមសុខរួចផុតចាកទុក្ខ ថ្ងៃនេះថ្ងៃឧបោសថសិលសូមផលបុណ្យទាំងឡាយដែលខ្ញុំបានសាងក្នុងជាតិនេះសូមឲ្យខ្ញុំបានសុខហើយកម្មពៀទាំងឡាយដែលខ្ញុំបានសាងទាំងប៉ុន្មានពីជាតិមុនសូមឲ្យរួចកម្មទោសក្នុងជាតិនេះផងចុះសូមផ្សាយមេត្តាចិត្តដល់សពសត្វទាំងឡាយសូមសត្វទាំងឡាយបាននៅសេចក្តីសុខរួចចាកទុក្ខកុំមានកម្មពៀវេរានឹងគ្នាទៀតឡើយសូមឲ្យមនុស្សដែលស្អប់មនុស្សដែលស្រឡាញ់ខ្ញុំបាននៅសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានមានសេចក្តីសុខស្ងប់គ្រប់គ្នាណដ្ឋេសន្តិបរាំងសុខំពុំមានសេចក្តីសុខដតីណាក្រៅអំពីសេចក្តីស្ងប់ឡើយសូមអនុមោទនាស្មាត់ឧបមាជាសត្វវាចំណដីដែលស្មូនក្នុងធ្វើទូធំជំពើឆោតដីក្អិនដីជំនឿត្រង់បានបំណែកចិត្តដីខ្លាយជាកាត់ដីនៅទីបំផុតនោះវាមានជីវិតសត្វលោកឈឺឬអត់រោគវិយោគប្រឆ្លុកជំនឿត្រង់ស្លាប់ចោលកាយកប់នោះនៅទីបំផុតក៏ដូចនោះដែរគឺពិតយ៉ាងនេះគឺពិតយ៉ាងណាគួររូបក៏អង្គឬគួរកំបាយអ្នកក្រក៏ស្លាប់មានក៏ស្លាប់ដែរកម្មករថៅកែស្លាប់ទាំងអស់អ្នកកើតតែស្លាប់មិនចាប់គិតទេពេលយើងទាំងគេស្លាប់អត់សល់សោះក្រោយតែមុនក្រោយយូរចាប់បំណោះត្រូវគិតមើលចុះគួរធ្វើយ៉ាងណាកំណាប់101ដោយឧបាសកកុយសុទ្ធអ្នកដែលបូជាផ្កាថ្វាយព្រះអង្គដូចជាផ្កាម្លិះអីជាដើមបានបុណ្យបានអានិសង្សច្រើនបើយើងមើលនៅក្នុងគម្ពីរព្រះត្រៃបិដកភាគ72 73 74គម្ពីរអបចិត្តល្អប្រសើរជាងរូបល្អរូបល្អសរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយកូនមាសឪពុកចូលកុំភ្លេចធေါ်ថ្លៃជុំពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនណាយព្រះធម៌មិនចេះឈឺបើកូនរៀនធម៌អប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខវិកលត្រង់ចំញាតដែងប្រមាថការពេលដំបូងក្រោយការក្រៅយោងគំនៅប៉ុន្តែដោយមិនប្រមាថមិនប្រហែសឡើយថងឈានរកត្រើយលះគ្រឿងស្មុគគ្រោកគឺជំនោះហើយព្រមដោយតម្រេះតែងធ្វើលោកនេះឲ្យភ្លឺពន្លកប្រៀបដូចព្រះច័ន្ទផុតពីពពកចង់បំភ្លឺលោកឲ្យភ្លឺចិញ្ចែងគិនអបញ្ញាដឹងថាខ្លួនល្ងងខ
ខិតខំលះបង់មានអ្នកខ្លួនឯងអំពីទូមានបណ្ឌិតខ្លោខ្លៅបុគ្គលនោះឯងរមែងកើតាមពីជនមានប្រាជ្ញអង្គអាចភ្លេចខ្លួនធ្វើចាស់ពុកក្បួនឯងខ្លួនប្រាស់បានចង់ប្រយយូរឆាប់យ៉ាក់លំបាកប្រានធ្លាក់កោះកំខានស្មានពុះពុះហេតុត្រូវចងចាំថាមានមនុស្សដែលចូលចិត្តក្មួយស្ងាត់ហើយនឹងមានមនុស្សដែលស្អប់ក្មួយស្ងាត់ដែរក្នុងនោះអ្នកដែលស្អប់ក្មួយក៏មានសមាជិកនៃគ្រួសាររបស់ក្មួយដែរដែលមិនចូលចិត្តក្មួយហើយនឹងស្រឡាញ់ក្មួយរឿងនេះជារឿងជីវិតពិតប្រាកដមនុស្សលោកគឺអញ្ចឹងបើមិនអញ្ចឹងមិនមនុស្សលោកទេស្អប់ស្រឡាញ់ឈ្នាននេះកន្ទុកកន្ទិញជាបាតសង្គ្រោះស្រឡាញ់សពយ៉ាងហើយក្មួយកំពុងសួងថាខ្ញុំបួងសួងយ៉ាងម៉េចឲ្យឆាកជីវិតរបស់ខ្ញុំកុំជួបរឿងអីទាំងអស់អត់បានទេមានតែមួយគឺព្យាយាមរស់ហើយប្រឈមមុខទៅក្នុងជីវិតមានតែប៉ុណ្្នឹងឯងក្មួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាអ្នកឈ្នះដែងប្រទេសនៅពីអ្នកចាញ់រមែងដេកជាទុកឯអ្នកដែលស្ងប់រងាប់បានលះបង់នឹងការឈ្នះចាញ់ចោលហើយរមែងនៅជាសុខគ្រប់អរិយាបថទាំង4កូនហើយបើអ្នកណាមកធ្វើឲ្យកូនខឹងក្រោធកូនអាចចោលបានក៏ចោលទៅឲ្យអភ័យបានក៏ឲ្យអភ័យទៅចិត្តកូននឹងបានសុបាយមិនខូចសុខភាពរបស់ចិត្តឡើយការគិតទៅពីរឿងសងសឹកគ្រាន់តែដើម្បីឲ្យអស់គំនុំដើម្បីឲ្យសមចិត្តនោះពេលខ្លះអាចឲ្យសមចិត្តនិងសុបាយចិត្តបានខ្លះប៉ុន្តែបានត្រឹមតែមួយពេលមួយរយៈតែប៉ុណ្ណោះពីព្រោះផលនៃការសងសឹកបាននោះនៅមានទៀតតែលើកក្រោយនេះកាចសាហាវណាស់វាតាមមកឲ្យយើងមានទុក្ខខ្លាំងក្លាអាចរហូតអស់មួយជីវិតក៏បានដូចជាសងសឹកហើយត្រូវរត់គេចមិនអាចរស់នៅក្នុងកន្លែងដើមបានសងសឹកហើយខ្លួនឯងត្រូវទៅដេកក្នុងគុក10ឆ្នាំ20ឆ្នាំឬរហូតអស់មួយជីវិតដូច្នេះមិនប្រសើរឡើយហើយត្រូវជាប់បាបកម្មពីវេរេនឹងគ្នាទៅជាតិក្រោយទៀតការដែលនឹងពន្លត់ភ្លើងគំនុំបាននោះនៅត្រង់ការឲ្យអភ័យនិងនៅត្រង់ការមិនចងពៀមិនមែននៅត្រង់ការចងពៀនោះទេព្រោះពៀវេរាត្រូវស្ងប់ដោយការមិនចងពៀជាពិតប្រាកដបើភ្លើងគំនុំនៅមិនទាន់រលត់ទេគឺមិនអាចរកសេចក្តីសុខស្ងប់ក្នុងជីវិតបានឡើយអាណត្តិយើងចង់ទៅឲ្យឆ្ងាយមួយរយៈបុព្វព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនដែលសង្ស័យនឹងការសម្រេចបន្ទៃរបស់ព្រះអង្គទេតែព្រះអង្គទៅគង់នៅឯណាដែរយើងនឹងទៅតែម្នាក់ឯងក្នុងព្រៃព្រះអង្គគង់នៅក្នុងព្រៃសត្វសាហាវច្រើនណាស់ណាសត្វព្រៃវាគ្មានគ្រោះថ្នាក់ទេតថាគតរកកន្លែងសំគួរឲ្យរស់នៅទីនោះឆាន់តែផ្លែឈើមិនកម្រើកទៅណានឹងដំណើរជីវិតតាមច្បាប់របស់តថាគតផុត3ខែហើយឯងមករកតថាគតចុះល្អណាស់ចៅសេកពេលនេះព្រះអង្គគង់នៅឯណានៅទីនេះតាមខ្ញុំមកពិតព្រះអង្គដ៏ចម្រើនចូលមកអានន្តគង់ទៅបានសត្វសេកមួយក្បាលនេះកុំឲ្យទូបង្គំត្រូវវង្វេងផ្លូវហើយម្យ៉ាងទៀតទូបង្គំក៏មិនបានជួបព្រះអង្គដែរអានន្តនេះជាមិត្តស្មោះរបស់យើងម្នាក់ស្រេចតែព្រះអង្គទេទូបង្គំមិនដែលឃើញអ្វីដែលចម្លែកបែបនេះទេទូបង្គំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង
សត្វទាំងអស់នេះនៅក្នុងព្រៃសុទ្ធតែស្មោះត្រង់ចំពោះព្រះអង្គទាំងអស់ចិត្តយើងចិត្តគេកុំធ្វើអ្វីៗតាមតែចិត្តខ្លួនឯងឲ្យសោះសូមឲ្យកូនចាំទុកថាការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អជាក្រមួនស្នេហ៍ជាមេរយាទក្នុងសង្គមនិងជាសុជីវធម៌ធ្វើមិនឲ្យតោះចិត្តអ្នកដទៃផងលើកតួយ៉ាងដូចជានៅក្នុងបន្ទប់ប្រជុំឬកន្លែងសម្ដែងធម៌ទេសនាអ្នកដទៃគេតាំងចិត្តស្ដាប់តែយើងគិតតែជជែកធ្វើឲ្យអ្នកដទៃរំខានទៅជាយើងប្រកបអាជីពឬក៏ជួសជុលអ្វីដែលនាំឲ្យមានសម្លេងរំខានដល់អ្នកជិតខាងធ្វើឲ្យគេក្រៅកាហាយចិត្តដូចនេះយើងត្រូវក្រែងចិត្តត្រូវប្រាប់គេខ្លះផងយកចិត្តគេផងបើនឹងត្រូវធ្វើយូរក៏ត្រូវតែក្រែងចិត្តគេឲ្យខ្លាំងយ៉ាងនេះនឹងមិនមានរឿងអ្វីច្រើនទៅនោះទេស្វែងរកក្តីសុខនៅក្នុងពុទ្ធកម្មអាកាសពុំឆ្អែតទៅដោយព្រះពាយសមុទ្រទាំងឡាយពុំឆ្អែតដោយទឹកចិត្តអ្នកជាម្ដាយពុំឆ្អែតក្តីនឹកគិតគូនល្ងាចព្រឹកដោយក្តីមេត្តាលើងពុំដែលឆ្អែតទៅដោយជើងងាប់លោកភ័ក្រពុំស្កប់ដោយក្តីប្រាថ្នាកិលេសពុំឆ្អែតដោយកាមតណ្ហាមានរូបសង្ខារពុំផុតចរិយាតើឧបាទានណាមិនប្រកាន់តើបញ្ចខណ្ឌណាគ្មានរូគាតើអារម្មណ៍ណាដែលគ្មានវេទនាកាយចិត្តក្រំគ្រាលោកណាគ្មានទុក្ខដោយសុខតិចតួចលួចលួមចិត្តកាយហាក់ដូចសប្បាយមោហៈបាំងមុខសប្បាយភ្លេចខ្លួននៅក្នុងកងទុក្ខខំស្វែងរកសុខនៅក្នុងពុទ្ធកម្មរកលុបត្រជាក់កដាលវាក្តៅយកទឹកស្រោចស្មៅរកផលដំណាំក្របល្អមិនសាបពូជល្អមិនដាំអត់ជឿផលកម្មរងចាំព្រះជួយលោកបានពោលថាមនុស្សល្ងងទុកបេះដូងនឹងអណ្ដាតមនុស្សឆ្លាតទុកអណ្ដាតនឹងបេះដូងបើកូនចង់និយាយអ្វីត្រូវទុកដាក់សម្ដីក្នុងចិត្តគំនិតគិតហើយសុំនិយាយកុំនិយាយរួចហើយទៅគិតកុំនិយាយអ្វីតាមតែចិត្តចង់កូនហើយនិយាយច្រើនខុសច្រើននិយាយតិចខុសតិចកាលចាំបាច់ត្រូវនិយាយកូនត្រូវនិយាយយ៉ាងមានស្មារតីនិយាយឲ្យល្មមប្រមាណស្គាល់កាលស្គាល់ពេលដឹងកលៈទេសៈដឹងបុគ្គលដឹងបរិស័ទនិយាយតាមធัวតាមវិន័យជាសម្ដីមានប្រយោជន៍បើចិត្តខឹងក្រោធកុំចោទអ្នកដទៃឡាងភ្នំជុំសត្វអត់ស្ងប់ព្រះពាយសមុទ្រទាំងឡាយអត់ស្ងប់ប្រឡូកមេឃមិនស្រឡះអត់ខ្វះពពកមាសសុទ្ធមិនយកទៅរកដុំថ្មសាបពូជមិនដោះទៅបន្ទោះក្របជាងផ្សារមិនចប់បន្ទោះសំណស្រមោចរោមនំទៅបន្ទោះស្កដេកផ្អៀងថ្លោះក្បរទៅបន្ទោះខ្នើយបើចិត្តខឹងក្រោធនឹងបុគ្គលណាមិនត្រូវប្រហារព្យាបាទគេឡើយគឺត្រូវសម្លាប់ក្តីក្រោធនោះហើយសន្តានបានស្បើយឡើយដេកជាសុខអ្នកឈ្នះរមែងមានពាវេរាអ្នកចាញ់ក្រំគ្រារមែងរងទុក្ខអ្នកឥតក្រោធខឹងរមែងបានសុខចិត្តស្រួលស្រណុកព្រោះឥតអាស្រូវវាពុំដែនស្ងប់ដោយការចង់ពៀនអ្នកបៀតបៀនគ្នារមែងអាស្រូវអ្នកមានមេត្តាចិត្តឥតខុសខើពុទ្ធដើរចំផ្លូវព្រះអរិយៈកូនមានឪពុកបើកូនស្អប់គេខ្លាំងកូនក៏មានទុក្ខខ្លាំងដែរបើកូនស្អប់គេតិចកូនក៏មានទុក្ខតិចដែរហើយបើកូនមិនស្អប់គេទេកូនក៏មិនមានទុក្ខហើយនេះជាសេចក្តីសុខក្នុងជីវិតកូនខ្លួនឯងការស្អប់គ្នានឹងគ្នាធ្វើឲ្យលោកនេះមានការបែកបាក់ព្រោះវាជាការទំលាយគ្នានៅក្នុងលោកទាំងមូលចូលកូនកុំក្រោធកុំស្អប់គ្នាឡើយចូលកូនគិតថាក្រោធគឺល្ងងមោហោគឺឈួតមិនក្រោធល្អជាងនឹងបានជាមនុស្សដែលមិនល្ងងមិនឈួតបុរាណកូនធ្លាប់បានឮហើយថាបើឆ្កែខំកុំខំឆ្កែវិញហ្នឹងពាក្យ
របស់ចាស់ចាស់មកនឹងឯងធ្វើល្អបានល្អបវរភាសិទ្ធគុណធម៌ក្នុងចិត្តជីវិតឧត្តមគុណធម៌ចម្រើនកើនព្រោះសន្សំស្មារតីខិតខំកសាងអាត្មាថ្មភ្នំគល់ឈើដើរលើឥតក្រែងលុះដល់តតែងវិចិត្ររចនាឲ្យទៅជាព្រះពុទ្ធបរិមាមនុស្សក្នុងលោកាគោរពវន្ទាមនុស្សល្អឆ្លាក់ខ្លួនដោយធម៌វិន័យបរិបត្តិរាល់ថ្ងៃវិស័យអ្នកជាកាយវាចាចិត្តស្អិតស្អាងគ្រប់គ្រាបរិបត្តិបូជាគ្រប់គ្នាថ្កុំថ្កើងពាក្យនិយាយជាការសំខាន់មួយយ៉ាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្នពីរយ៉ាង1មុននិយាយ2និយាយរួចហើយមុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនឹងកាលដែលនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពេលដែលយើងនិយាយចេញទៅហើយគឺជាចវាយនាយរបស់យើងណាកូននឹងបង្កប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកតីគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអីត្រូវចាំទុកថាសេចក្តីលំបាកជាគ្រូបង្វឹកកូនត្រូវលួចដំខ្លួនជាមួយនឹងសេចក្តីលំបាកដោយសេចក្តីអត់ធន់ត្រូវយកផលកម្រៃអំពីសេចក្តីលំបាកចម្រើនគុណធម៌ក្នុងចិត្តនិងយកសេចក្តីលំបាកជាមេរៀនដែលកូនត្រូវតែសិក្សាថាអាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអាណែកតែធ្វើឲ្យដែករឹងរិតតែរឹងទុកដុតមនុស្សខ្សោយឲ្យប្រះទីពឹងតែបែមនុស្សរឹងត្រាស់ដឹងសច្ចៈមិនមានអ្វីសល្អជាងគុណធម៌ខន្តីបវរតស៊ូឥតអៈទឹកតែមួយផ្តិលត្រឹមសើមប្រឡាក់ជាយាមដងចាក់ដាក់ពេញអាងធំវីរោប្រែថាអ្នកខ្លាអង្អាចទុកខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំជាយាមខន្តីបញ្ញាអប់រំឈ្នះអស់ទុកធំជួបជុំគុណកប់មនុស្សយើងដែលជួបគ្នាមកពីអតីតជាតិពីជាតិមុនមកយើងធ្លាប់ជួយគ្នាធ្វើល្អជាមួយគ្នាបានជាតិហ្នឹងនាំឲ្យមកជួបគ្នាហ្នឹងនោះមនុស្សមនគររាប់លានអ្នកគេមិនព្រមយកមកយកយើងមកពីគូរបស់យើងពីអតីតមកមនុស្សរាប់លានអ្នកគេមិនស្រឡាញ់មកស្រឡាញ់យើងអាហ្នឹងវាចឹងណាជួនកាលយើងមើលអញ្ចឹងដែរយើងមើលតែគេរាប់រយអ្នកមិនស្រឡាញ់មកស្រឡាញ់តែម្នាក់ហ្នឹងមកពីម្នាក់ហ្នឹងធ្លាប់មានទំនាក់ទំនងជាមួយយើងពីជាតិមុនមកធ្លាប់ជួយយើងជាប្តីជាប្រពន្ធយើងតួយ៉ាងដោយប្រពុតទៅធ្លាប់ជាប្តីប្រពន្ធរាល់គ្នាមករាប់លានជាតិមកហើយបានជាឃើញគ្នាមាននិស្ស័យអញ្ចឹងបើធ្វើល្អជាមួយគ្នាទៅមនុស្សមិនចេះបែកគ្នាទេបើគ្មានធម៌ជាមួយគ្នាទេនឹងបែកគ្នាហើយយើងមើលនន្តយៈអបាសកប្តីប្រពន្ធប្តីអ្នកធ្វើបុណ្យប្រពន្ធមុខមិនដែលរីកទេញោមមុនលោកមកឆាន់ក៏មិនរីកភ្ញៀវខាងប្តីក៏ប្រពន្ធនឹងមុខមិនរីកជាមួយម្ល៉េះហើយមិនជ្រះថ្លាជាមួយភ្ញៀវមិនរីករាយជាមួយភ្ញៀវជាមួយមិត្តភ័ក្តិខាងប្តីម្ល៉េះហើយបែកគ្នាប្តីសពថ្ងៃទៅនៅឋានសួគ៌ទៅហើយប្រពន្ធទៅនៅនរកបាត់ទៅប្តីនឹងទៅមានប្រពន្ធផ្សេងទៀតដែលមានចិត្តដូចគ្នាសំបីតែមកខៈមាននប់កើតជាប្រអិនប្រពន្ធធ្វើបុណ្យជាមួយទាំង3ទៅកើតជាមួយប្រពន្ធមួយមិនធ្វើជាមួយទៅកើតកុកញីតែម្នាក់ឯងដែរឃើញបែកគ្នាដែរចឹងហើយបានពពោធិសត្វក្តីវិសាខាអនាថបណ្ណកសិទ្ធិដែលបានជួបប្រពន្ធល្អល្អនេះមិនតែជាតិនឹងទេជួបតាំងពីអតីតជាតិមកគេធ្វើល្អជាមួយគ្នាបានកម្មនាំមកជួបគ្នារាល់ជាតិហ្នឹងកំរោគទោសទេសេពគប់នឹងលបែងវិនិច្ឆ័យតែងចាំប្រព្រឹត្តចរកម្មគុកចាំទទួលប្រព្រឹត្តមិនសមអារម្មណ៍មិនស្រួលសតិប្រែប្រួលដួលប្រុសស្រវឹងគួរសាងកុសលតម្កល់ចិត្តកាយរស់ដោយសប្បាយរំសាយកំហឹងកំអយស្ដាយក្រោយដោយសារមិនដឹងបាត់ធ្ងន់យ៉ាងនឹងគួរដឹងគួរវៀងខ្លួនទីពឹងខ្លួនតាមក្បួនតម្រាព្រះធម៌ចែងថាជីវិតមិនទៀង
កំអាងនៅក្មេងវង្វេងនឹងរៀងបញ្ឆិតបញ្ជាងទៀងរកទោសគេកំហុសខ្លួនឯងចេះស្ដែងឥតស្ដីទោះអ្នកដតីរំពៃធំទ្វេដំរីមួយស្លាប់បាំងនឹងចង្អេចិត្តដែរឬទេគួរពិចារណាកំហុសតែមានចំពោះអ្នកធ្វើអ្នកអង្គុយមើលកំចេះតែថាគួរមានមេត្រីដោយក្តីមេត្តាទៅតាមធម៌អាដែលព្រះទូលមានដៃក្រមមេឃនេះគ្មានណាស្រឡាញ់យើងជាងម៉ែឪយើងទេគ្មានព្រះណាស្រឡាញ់ជាងម៉ែឪទេមិនដែលឃើញព្រះណាមរសាទេទេវតាឃើញតែម៉ែឪនឹងហើយក៏ស្រឡាញ់យើងរសាយើងហ្នឹងពីដតីពីនឹងទៅទៀតកូនអត់បានដឹងថាម៉ែឪស្រឡាញ់ខ្លួនរោគការគណនាត្រារាប់ប្រមាណទេអត់បានទទួលដឹងតែខ្លួនឯងស្រឡាញ់គូសង្សារស្នេហាខ្លួនឯងស្រឡាញ់ណែអូយថាតស៊ូងាប់រងគ្នាហើយយ៉ាថាតស៊ូងាប់រងសថាសង្សារប្តីប្រពន្ធស្រឡាញ់គ្នាអត់ថាដឹងថាម៉ែឪស្រឡាញ់ខ្លួនជាងខ្លួនឯងស្រឡាញ់ប្តីប្រពន្ធឯងអត់ដឹងទេម៉ែឪស្រឡាញ់កូនអត់ចេះសាបសូន្យអត់ចេះអស់ខាស់តែនៅពោពេញយ៉ាងឯងរីឯប្តីប្រពន្ធសង្សារដែលសម័យខ្លួនទៅអើយស្រឡាញ់គ្នាតស៊ូបដូរដាច់ងាប់រស់ហើយតែសម្រាប់ទស្សនៈអាត្មាដែលអាត្មាមើលឃើញក្នុងចំណោមគូសង្សារហ្នឹងអាត្មាមិនទាន់ឲ្យតម្លៃថាការស្រឡាញ់ហ្នឹងវាมันប្រែប្រួលអត់មានទេអរគុណណាម៉ែដែលពោពុះកូនគុណច្រើនផ្ទួនកូនគ្មានអ្វីសងអរគុណខ្លាំងណាស់បីបាច់ថ្នាក់ថ្នមអរគុណឲ្យផ្សងបានជួបម៉ែទៀតអរគុណណាម៉ែតែងលើកលែងទោសលើករាល់កំហុសឥតបីឃ្លៀងឃ្លាតអរគុណឲ្យម៉ែចិត្តមិនចង្អៀតអរគុណម្ដងទៀតហើយណាអ្នកម្ដាយអរគុណឲ្យម៉ែតែងនៅខាងកូនទោះធ្លាក់ដល់សូន្យម៉ែនៅក្បែរកាយអរគុណឲ្យម៉ែដែលមិនឃ្លាតឆ្ងាយអរគុណអ្នកម្ដាយជាទីគោរពអរគុណឲ្យម៉ែដែលស្ដីប្រដៅអរគុណដែលនៅក្បែរកូនថ្ងៃយប់អរគុណខ្លាំងណាស់អ្នកម៉ែជាម្លប់កូនម៉ែសពគ្រប់ចាំមិនភ្លេចឡើយអរគុណអ្នកម្ដាយកាយកាន់ក្រសោអ្នកម្ដាយប្រឹងអោបទើបកូនបានស្បើយប្តេកខ្លួនដេកទៅផ្លូវម្ដាយកូនកើយឈ្នះអស់មាហើយព្រោះព្រះឃុំក្រងអនណាកងប្រើខ្លះបានប្រហុកត្រេះស្អុយគង់មានកិស្លធ្វើនំអត់ស្ករគង់មានរសជាតិនៅក្រុងឬស្រែគង់តែមានញាតរស់ឥតមានរញាតញាតពោលបង្អាប់កូនស្លូតឬកើតគង់មានម្ដាយស្ដីក្មេងតូចស្រដីខុសគង់គេប្រាប់ជន់ល្ងងកូនត្រង់គង់មានគេស្ដាប់ពោះខ្ពស់លំដាប់គ្មានញាតរាប់អានទឹកធ្លុកមួយក្អឹកហឹកកង់បាត់ស្រេកសមុទ្រធំពេករੂបផឹកពំបានកើតតនសាសនាគួរឡងប្រានគេទៅនិព្វានឯញាតតណ្ហាតម្រង់គ្នាខ្លួនជួនជាចរិយាមិនចុកទៀមទាបើគ្រាបច្ឆាបើយល់ធតនក្រំយោងអាត្មាព្រះធររក្សាអត់ជ្រឹះគ្មានចាស់របស់អន់ណាស់កុំប្រើខ្លះបានបើអន់សណ្ដានរំខានខ្លាំងណាស់មានអ្វីដែលល្អជាជាងធម៌ព្រះគួរដាក់មាននេះរូបព្រះរូបធម៌ជីវិតដែលរស់នៅបានល្អគឺរស់នៅតាមបែបរបស់ខ្លួនដោយមិនប្រៀបផ្ទឹមជីវិតរបស់ខ្លួនឯងទៅនឹងអ្នកដទៃឲ្យកើតមាននេះឬជាមិនបៀតបៀនដល់អ្នកដទៃណាឡើយមានបញ្ញាយល់ដឹងថាសេចក្តីសុខគឺស្ថិតនៅលើចិត្តសុខមិនមែនវត្ថុជាតួសុខឡើយផ្តិលមាសឬបំពង់ឫស្សីបរិភោគទឹកឆ្អែតដូចគ្នាសំខាន់ស្ថិតនៅលើការពេញចិត្តបើពេញចិត្តហើយគឺមានសេចក្តីសុខហើយកូនស្ដាប់មនុស្សទាំងឡាយនិយាយហើយកូនត្រូវថ្លឹងថ្លែងឲ្យល្អកុំទៅញាប់ជឿ
ត្រូវទុកពាក្យសម្ដីរបស់អ្នកដទៃនឹងតិចសិនចុះកុំតាន់យកមកប្រើការត្រូវពិសោធន៍ត្រូវពិចារណាឲ្យបានសពគ្រប់ដូច្នេះកូននឹងមិនបានខូចចិត្តមិនបានក្តៅក្រហាយក្នុងការជាខាងក្រោយឡើយមនុស្សតិចស្រាលឆាប់ជឿគេពេករមែងធ្វើឲ្យខ្លួនឯងក្តៅក្រហាយស្ដាយក្រោយខូចគេឈ្មោះមិនជាទីរាប់អានរបស់អ្នកអតីបែបនេះមានច្រើនអ្នកណាស់មកហើយយ៉ាងទៀតមនុស្សតិចស្រាលនោះរមែងធ្វើឲ្យភរិយាស្វាមីខ្លួនឯងលែងលះគ្នាចែកផ្លូវគ្នាធ្វើឲ្យគ្រួសារដួលរលំនៅមិនបានសពពនុសោតត្រូវសង្ស័យគ្នាឬក៏ត្រូវក្រៀមក្រំចិត្តជាដើមបែបនេះក៏មានច្រើនមកហើយដែរដូច្នេះកូនត្រូវប្រយ័ត្នខ្លួនទុកជាមុនទៅជាការល្អអាក្រក់ព្រោះល្អដើមឈើល្អស្រស់ព្រោះត្រួយនឹងស្លឹកពេលផ្លែសន្ធឹកស្លឹកត្រូវជ្រុះអស់ឈើដែលផ្លែច្រើនបងសម្រស់គេបេះផ្លែអស់នៅសល់តែមេឃដំរីមៀតធំសាច់ដុំត្រលុកស្លាប់ព្រោះតែភ្លុកនាំទុកសង្វេគសត្វខ្លាអង្អាចកាយខ្លាំងអនេកស្លាប់ព្រោះតែស្បែកល្អឯគួរកបអ្នកក្រភាគច្រើនស្លាប់ព្រោះអត់ឃ្លានចំណែកអ្នកមានខ្លះស្លាប់ព្រោះទ្រពបំណាច់នឹងក្រឲ្យល្អញៀរទ្រពបំណាច់មានទ្រពឲ្យជាប់សន្តានសម្បត្តិលោកីប្រពៃគួរកបឯអរិយទ្រពរូបអ្វីដូចគ្មានជនណាបានហើយស្បើយទុកស្រេកឃ្លានគួរកុំបំពេញដោយគ្មានមេត្តាទ្រពបានដោយធម៌លំអជីវិតអ្នកចាស់មានគំនិតគិតដោយបញ្ញាធ្វើវិនដាក់ទានមានសិលល្អថ្លាកងដល់ប្រាថ្នាគឺព្រះនិព្វានដោយឧបាសកគុយសុធនកុំខ្ជិលសំបន់ចាព្រោះបន់នឹងឯងជាមិត្តសម្លាញ់ជាទីពឹងជាសម្បត្តិអរិយទ្រព្យបញ្ញនិធិអនុគាមិកោហោតិតែជាប់តាមជីវិតរបស់យើងគឺយើងត្រូវពឹងបន់ទាំងស្រុងតែហ្មងចាហើយនឹងពុទ្ធរិកាដែលព្រះអង្គសម្ដែងបន់នឹងជាស្បៀងក៏ព្រះអង្គសម្ដែងប្ររពចំពោះបុត្រកោខេតកៈបន់នឹងជាមិត្តក៏ព្រះអង្គសម្ដែងនាំមកនៅប្រយោជន៍នាំមកនៅសេចក្តីសុខទាំងលោកយៈសុខទាំងលោកតរៈសុខនៅលើបន់ហើយចាំបាច់គឺត្រូវតែសន្សំដោយអង្គឯងដោយខ្លួនឯងយើងនៅជួបជុំគ្នាអ៊ូអភរិយាស្វាមីអីចេះតែបួលគ្នាទៅធ្វើបន់អីប៉ុន្តែតួបន់គឺចិត្តយើងម្នាក់សន្សំរៀងខ្លួនហ្នឹងហើយហ្នឹងយើងយល់ហើយគ្រាន់តែថារំលឹកកុំឲ្យយើងខ្ជិលកុំឲ្យយើងខ្លាចបន់កុំឲ្យថាបន់តិចតួចអីណាព្រះពុទ្ធអង្គមិនឲ្យយើងប្រមាថថាបន់តិចតួចនឹងមិនឲ្យផលអីទេព្រះអង្គឲ្យសន្សំតក់ពេញឆ្នាំងពេញក្អមទាំងពុទ្ធរិកាណាហ្នឹងហើយហ្នឹងគឺបងប្អូនកូនចៅយើងមានសទ្ធាគឺថាត្រួនៅបនកសលទទួលនៅបនកសលក្នុងចិត្តសន្តានជាជាងដែលថាធម្មជាតិដែលមានចិត្តសម្រាប់យើងសន្សំបននឹងឯងទៅយើងប្រើចិត្តហ្នឹងវាជារបស់ដែលទុកដាក់ក្នុងโลกនេះទេមិនមែនយើងយកចិត្តទៅព្រះនិព្វានទេគ្រាន់តែយើងប្រើឲ្យសន្សំបននឹងគ្រប់គ្រាន់ទៅសម្រាប់ទៅជាអរិយមគ្គឧបតតិភង្គៈឬលត់ទៅដែរតើមិនមែនទៅនិព្វានទេកុំអស់សង្ឃឹមប្រសិនបើថ្ងៃនេះអ្នកធ្វើមិនបានល្អកុំតូចចិត្តប្រសិនបើអ្នកជួបរឿងបរាជ័យកុំបន្ទោសឲ្យខ្លួនឯងប្រសិនបើអ្នកគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់កុំស្អប់ខ្លួនឯងប្រសិនបើមនុស្សជុំវិញខ្លួនមិនឲ្យតម្លៃអ្នកកុំគិតច្រើនប្រសិនបើរឿងបានចប់អស់ហើយកុំមើលងាយខ្លួនឯងដោយសារតែពាក្យសម្ដីរបស់អ្នកដទៃកុំខឹងនឹងខ្លួនឯងព្រោះអ្នកបានខំធ្វើវារួចហើយកុំបន្ទោសវាសនាហើយត្រូវរស់ជាខ្លួនឯងកុំវាយតម្លៃខ្លួនឯងដោយសារតែអ្នកផ្សេងវាយតម្លៃអ្នក
កុំផ្លាស់ប្ដូរខ្លួនឯងដោយសារតែដើម្បីផ្គប់ចិត្តអ្នកដទៃកុំគិតថាអ្នកកើតមកខុសដោយសារតែអ្នកកើតមកជាខ្លួនរបស់អ្នកព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងមិនស្វែងចូលវាសនាសង្ឃឹមទេវតាណាគេអាណិតមានអ្នកជើងឯកបែកខាងរឹងងងម្លឹងមិនព្រមចោះញោមនរណាមានអ្នកនេះឯងនៅមានដរាបណាប្រយោជន៍ខ្លឹមសារត្រូវអន្តរាយខានឃើញមុខម៉ែមានតតោះអីកំតែបាត់មុខប្តីឬអូអាងាខានឃើញមុខអូគ្មានបញ្ហាកំតែបាត់ភក្ត្រាម៉ែអតូចកំណត់បែបនឹងច្បាប់លោកថាចូលក្បួនបារាកិច្ចមិនរួចតែមិនរហ័សច្បាស់ជាធ្ងួចកុំត្រូវចេះកំហួចវាផ្ដន់ទាគួរអាសូរចិត្តអាណិតម៉ែអស់5-4ខែម៉ែពោះផ្ទៃស៊ូទ្រាំចាញ់គួរញ័រលហិតលហើយអាស្រ័យបាត់គ្នាផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លំបាកម្ដេចមិនអត់បីគិតតន្ទឹងឲ្យតែខែមកចិត្តពិតចង់ឃើញបាត់ពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហួសឧបមាស្ទើរផុតជីវិតចាកលោកីវិស័យមច្ចរីកមកព្រមចាំបើម៉ែបានឆ្លងផុតវាលធំម៉ែលឺកូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំផ្សះផ្សំទ្រូងម៉ែឲ្យលហើយពិតម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេបីបំលោមប្រណិតឆ្លងកាត់ដំណាត់នៃលោហិតផ្ដិតដោយអរាដ៏ថ្លាស្អាតស្រណោះប្រលឹងម៉ែអាសូរចិត្តម្ដាយកាលវ័យពីរស់ម៉ែថ្នមម៉ែបក់មិនអោយមានឆ្គងអង្អែលស្រវាហត្ថាទាំងសងធ្វើជាបង្គំប្រណុំជីវិតពេលម៉ែមានទុកបណ្ដាញស្មាញ់ស្មុកធ្លុកភុកងងឹតបានយល់ភក្ត្រាបត់គ្នាពិសិដ្ឋម្ដាយសប្បាយចិត្តផុតទុកមួយគ្រារីមូតលឺមកកំរើកអួតឆ្លក់ក្រវក់ម្ដេចម្ដាម៉ែគ្មានខ្ពើមស្អប់អត់ថប់ចិន្តាវិស័យដោយផ្កាពីដធម្មជាតិពេលមានរោគគាឈឺថ្កាត់នានាម៉ែមិនចង់ឃ្លាតទ្រង់ម្ដាយខ្លោចភាសាអរាចង្អៀតបែបន់អភិវិតឲ្យតែកូនជាគ្រាកុមារវ័យចិត្តម្ដាយរំពៃឲ្យកូនសិក្សាលៀនរៀនលេខអក្ខរៈសិល្បៈវិឡារៀបចំវាសនាអនាគតរុងរឿងទោះក្រយ៉ាងណាធ្វើស្រែចម្ការកាយស្រូវចំបើងយកប្រាក់ឲ្យរៀនឲ្យប្រសើរឡើងឲ្យបានកូនតកើងស្មើមុខនឹងគេពេលវ័យបឋមកំឡោះក្រមុំពេញដូចដួងខែចិត្តម្ដាយស្រទន់កយកនកណនគនេចិត្តគួចលួចស្នេហ៍សំផស្សសោផន់ពេលកូនប្រុសស្រីមានប្រពន្ធប្តីចិត្តម្ដាយគនេកណនចង់ឲ្យបានសុខស៊ីចុកគ្រប់គ្រាន់កំបីរិះគន់ឆ្លោះទាស់តែងគ្នាកូនសុខសប្បាយស្រស់ស្រួលស្រស់ស្រាយម្ដាយសប្បាយចិត្តត្រង់ម្ដាយអត់ឃ្លានម្ដាយគ្មានទៀមទាអអនិច្ចាអត់សូមម្ដាយខ្ញុំសូមជូនកុសលដល់មនុស្សគ្រប់ប្រានប្រាថ្នាឲ្យបានការទាន់សាសនាម្យ៉ាងទៀតសូមជូនដល់អ្នកមានគុណទទួលយកបុណ្យទាំងញាតិកាគ្រប់អស់សត្វលោកព្រមទាំងទេវតាសូមបានផល្លានៅធម្មទាននេះសូមបានជួបសុខគ្រប់ជាតិកំណើតសូមកុំឲ្យកើតចិត្តកំណាញ់រិះសូមបានធ្វើទានជាយានជំនិះមានបញ្ញាចេះចំណេះគ្រប់ជាតិកើតជាតិណានាប្រាថ្នាជួបធัวជួបអ្នកស្មោះសរល្អក្នុងមារយាទជួបតែបណ្ឌិតសូមកុំឲ្យឃ្លាតសប្បុរសឯទៀតលុះដល់និព្វានបើកើតជាមនុស្សទោះត្រកូលណាក្នុងក្រុមគ្រួសារកុំឲ្យអត់ឃ្លានជួបកែវទាំង3អាស្រ័យឲ្យទៀនឆាប់ដល់និព្វានតរៀងទៅពេលមានទ្រព្យហើយខ្សែគប់មនុស្សត្រូវហើយ
ធ្វើខ្លួនយើងឲ្យស្មើពេលយើងមានយើងស្រឡាញ់អ្នកក្រយើងល្អយើងចូលចិត្តនិងយើងចេះដឹងកុំប្រទៀបប្រថោកអ្នកល្ងងខ្លៅយើងប្រទៀបខ្លួនយើងឲ្យស្មើជាមួយអ្នកដទៃអ្នកដែលបរិបូរដោយញាតិត្រូវចម្រើនធម៌អីញោមចំណាំតែចង់បានញាតិច្រើនទី1ចម្រើនដោយគុណធម៌មនុស្សណាមានគុណធម៌និងសេចក្តីល្អថ្លៃថ្នូរនៅក្នុងជ្រួនច្រើនគឺមនុស្សនឹងទៅណាក៏គេស្រឡាញ់ដែរនឹងស្ថិតក្នុងវណ្ណៈណាក៏គេស្រឡាញ់ញោមមិនមែនតើញោមមានអញ្ចឹងបានគេស្រឡាញ់ទេញោមធ្លាប់ឃើញអ្នកក្រខ្លះរកព្រឹកខ្វះល្ងាចខ្វះព្រឹកប៉ិនគ្រាន់តែឪពុកស្លាប់ឬមានទុកអីមួយគ្រាន់តែដាក់មេក្រូមនុស្សមកពេញផ្ទះមកមិនប្រកាន់ថាអ្នកមានអ្នកក្រទេសំខាន់បំផុតគឺទី1គុណធម៌របស់មនុស្សកាលណាយើងរស់នៅប្រកបដោយគុណធម៌និងសេចក្តីល្អភាពថ្លៃថ្នូរក្នុងខ្លួនរបស់យើងចេះយកអាសាញាតិមិនឆ្មើងឆ្មៃចំពោះអ្នកក្រអ្នកអត់យើងយកអាសាអ្នកចិត្តខាងច្រើនដល់ឲ្យយើងមានទុកមានបញ្ហាគឺមនុស្សនឹងចូលចិត្តគោរពស្រឡាញ់ឲ្យពរសពសាធការទាំងមនុស្សទាំងទេវតាគឺនៅលើខ្លួនយើងទាំងអស់មិនមែនទេវតាឲ្យពរទេដរាបណាយើងប្រព្រឹត្តខ្លួនយើងឲ្យល្អប្រសើរអញ្ចឹងសាងមិត្តកុំសាងសត្រូវកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវហើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកុំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកណាឡើយពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ប្រជុំគុណក្រាស់ក្រៃជាងធរណីពាក្យម៉ែពីរោះគ្របលើប្រតិពីល្អដោយគិរីពេញដោយរុក្ខាព្រៃធំមានសត្វជាគ្រឿងលំអភរិយាបវរលំអផាសដាទ្វីបលោកល្អស្រស់ក៏ព្រោះសូរិយាសត្វក្នុងលោកកាល្អព្រោះមានម៉ែនឹងហើយអ្នកណាសន្សំបុណ្យព្រះអង្គសម្ដែងថាជាការសន្សំពូជនៃសេចក្តីសុខទី1ដែលណាចង់បានសេចក្តីសុខគឺរក្សាសិលប្រព្រឹត្តសេចក្តីល្អតាំងពីក្មេងរហូតដល់ចាស់ជរាសុខខាងយាវៈជរាសីឡੰសុខខោបញ្ញាបដិពាលាភោបាណੰអករណੰសុខខាងយាវៈជរាសីឡੰនឹងព្រះថាអ្នកណាបានចម្រើនសេចក្តីល្អរក្សាសិលតាំងពីក្មេងរហូតដល់ចាស់ជរាទៅអ្នកនឹងឈ្មោះថាដល់ព្រមនៅសេចក្តីសុខតាំងពីលោកនឹងរហូតដល់លោកខាងមុខមួយទៀតព្រះអង្គសម្ដែងថាសុខខោបញ្ញាបដិលាភោអ្នកណាបានចម្រើនទៅនៅបញ្ញាអ្នកណាបរិបូរដោយចំណេះដឹងបរិបូរដោយបញ្ញាក៏ជាហេតុនាំខ្លួនយើងឲ្យដល់ព្រមនៅសេចក្តីសុខហើយព្រះអង្គសម្ដែងត្រូវមនុស្សណាតែបរិបូរដោយអវិជ្ជាហើយអត់សុខទេប៉ុន្តែបើបរិបូរដោយបញ្ញាគឺមនុស្សហ្នឹងឈ្មោះតែដាំពូជនៃសេចក្តីសុខដែរសុខខាងយាវៈជរាសីឡੰសុខខោបញ្ញាបដិលាភោបាណੰអករណੰសុខខាងព្រះអង្គសម្ដែងថាបើអត់ធ្វើសេចក្តីអាក្រក់ក៏ជាហេតុដាំពូជនៃសេចក្តីសុខដែរនឹងមិនបាច់ធ្វើបន់ធ្វើកុសលអីប៉ុន្តែកុំតែផ្ដល់សេចក្តីក្តៅកាហាយទុកទោសឲ្យអ្នកដទៃក៏ជាហេតុនាំឲ្យបានសេចក្តីសុខដែរកំណែផ្ញើជូនបណ្ឌិតតាម Facebook ប្រាជ្ញប្រើសាស័ព្ទតាមផ្លូវបញ្ញាពីប្រើវោហាតាមការស្មានដូច្នេះអ្នកស្ដាប់និងអ្នកតាមដានកុំតាមអ្នកស្មានហើយជេរអ្នកប្រាជ្ញចំណេះចេះដឹងត្រឹមទ្រឹស្ដីឯចិត្តនិស័យពុំបានអប់រំខាងក្រៅត្រជាក់ខាងក្នុងក្តៅងំយូរឆាប់ក៏គង់ឆេះឆាបមិនខានអ្នកប្រាជ្ញសុចរិតពិតនាំប្រយោជន៍ពីលនាំហិនហោចអសោចសន្តានពាក់ស្រោមបណ្ឌិតចិត្តខ្លៅសាមានកន្ធរទេរឆានលំអានទេវទត្តមនុស្សខ្លះកើតយូរព្រោះពាក្យសម្ដីខ្លះក៏ខ្សិនខ្សៃព្រោះតែថ្វីមាត់ពុលនឹងវាចាខ្វះការអំណត់អំណាចទឹកមាត់អាចនាំវង្វេងសិលសមាធិហើយនឹងបញ្ញាអវាទសាសនាព្រះពុទ្ធសម្ដែងកាយនឹងវាចាប្រយ័ត្នប្រយែងបើខ្លាចវង្វេងឲ្យប្រយ័ត្នចិត្តខ្លួនខ្លៅកោងកាចហ៊ានដៀលអ្នកប្រាជ្ញប្រមាថមិនក្រែងធ្វើរឹកដូចគ្រាន់ថាមានតែឯងដៀលជេរសំញែងថ្លែងមិនញញើតស្ដីដូចញញូគ្មានការសំគួរមិនប្រើគំនិតធ្វើតាមទម្លាប់តាមអារម្មណ៍ចិត្តបង្ហាញមេរយាទបង្ហោះចែកគ្នាប្រាជ្ញជួយចម្រើនមិនលើកដំកើងបែរជាពាធា
ទំលាក់ទូតនប្រតិចផ្ដាសាចង់វាយប្រហារបញ្ចេញកំហឹងនេះហៅបាបជនមិនស្គាល់បុណ្យគុណមិនចេះថ្លែងថ្លឹងកាន់រឹកសัตว์ខ្លាប្រើពោលកំហឹងបើតែយ៉ាងនឹងតើចម្រើនម្ដេចកើតកំណាព្យនេះផ្ញើជូនអ្នកអាននិងអ្នកស្ដាប់ដើម្បីបានជាប្រយោជន៍ដល់សង្គមជាតិខ្មែរស្ដាប់ណាបច្ចវគិទាំង5យើងរកឃើញផ្លូវឈ្នះភាពជរាការឈឺចាប់និងក្តីស្លាប់ហើយព្រះពុទ្ធជាម្ចាស់ដល់ដំណោនេះតែពួកយើងផងយកកិច្ចឲ្យផុតពីប្រការគឺភាពងប់ងល់ទៅលើកាមរំឬការធ្វើបាបខ្លួនឯងអភិបាលប៉ុន្តែចូលប្រណិប័តតាមផ្លូវកណ្ដាលគឺការប្រណិប័តដែលឈានទៅរកការបំបត្តិទុក្ខដើម្បីប្រការឬអង្គ8គឺ 1. ការយល់ឃើញត្រូវសមាទិដ្ឋិ 2. ការត្រេះរិះត្រូវសមាសង្កបៈ 3. ការនិយាយត្រូវសមាវាចា 4. ការងារត្រូវសមាកម្មន្តៈ 5. ការចិញ្ចឹមជីវិតត្រូវសមាអាជីវៈ 6. ការបំពេញព្យាយាមត្រូវសមាវិយាមៈ 7. ការរលឹកត្រូវសមាសតិ 8. ការតាំងចិត្តត្រូវសមាសមាធិ ឥឡូវបញ្ជាក់ញាតិញោមព្រោះអញញឹមណាញោមបានបនបានកុសលច្រើនណាស់ញាតិញោមមកយើងធ្វើបនបើសិនជាយើងអញញឹមខាងក្រៅចេញមានន័យបច្ច័តរបស់យើងខាងក្នុងអ្នកជំរុញមកបានមាត់យើងអញញឹមចេញមិនចឹងញោមចឹងកាលណាចិត្តជាអ្នកជំរុញចិត្តជ្រះថ្លាហើយបនកុសលបានហើយបាត់បើបនកុសលបានហើយបាត់មិនចាំបាច់មកស្ដាប់ពធឬយល់ឬមិនយល់មិនសំខាន់ទេបញ្ញារបស់យើងអត់កើតពេលហ្នឹងចាំស្ដាប់ពេលក្រោយទៀតប៉ិនសំខាន់យើងមកថ្ងៃនេះយើងមកប្រមូលបនឲ្យតែចិត្តជ្រះថ្លាត្រេកអរក្នុងធម៌ពេញចិត្តក្នុងធម៌រីករាយក្នុងធម៌បនកុសលនឹងចម្រើនហើយបាត់បនកុសលនឹងចម្រើនហើយបាត់ដោយពាក្យលោកអ្នកប្រាជ្ញអញ្ញឹមមិនធម្មតាទេមានអានិសង្សយ៉ាងម៉េចបានផលយ៉ាងម៉េចឧទាហរណ៍ណាមិនថាតែធ្វើបនទេត្រូវការទីពឹងអញ្ញឹមសំបីតែអ្នកលក់ដូរក៏ដោយញាតិញោមបើសិនដាក់ប៉មសៅម៉ៅលមុតសេរីសេដាផ្សារយើងកំពុងថ្មខាងលើឧទាហរណ៍យើងដាក់ប៉មសៅម៉ៅលមុតសេរីសេដាមកមកកញ្ឆេងហើយតែគេដើរចិត្តមកដាក់ប៉ុកទៅគេដើរចិត្តមកធ្វើមុខដាក់គេអាណាគេសួរណាយាយណាប៉ាន់បើគេដើរមកចិត្តអញ្ញឹមទោះគេអត់ទិញក៏គេសួរសិនដែរមែនញ៉ោដែលពាក្យលាក់ប្រាជ្ញគេពោលថាមនុស្សមិនញញឹមកុំសង្ឃឹមការលក់ដូរមនុស្សចរិតមិនថ្លៃថ្នូរកុំសង្ឃឹមសេរីសួរស្រីវាត្រឹមត្រូវរបស់គេអ្នកធ្វើបន់ក៏ដូចគ្នាដែរញញឹមព្រោះស្គាល់សង្ខារលោកញញឹមព្រោះជោគស្ងប់រោគចិត្តញញឹមមួយយ៉ាងនោះព្រោះចរិតញញឹមប្រណិតព្រោះចិត្តជាញញឹមតស៊ូនឹងឧបសគ្គញញឹមបំបាក់សេនាមាញញឹមជាបាលអស់រោគាញញឹមរាល់គ្នាចិត្តមេត្តាញញឹមពុទ្ធអនន្តសួរញញឹមគប់គួរតាមធម្មតាញញឹមវឹកហាត់កាត់ទោសាញញឹមស្នេហាមិនបាច់ហាត់អានេះបងប្អូនគេជួបគ្នាតែគេត្រូវចិត្តគេញញឹមឯងនិយាយណាបែរណាពងរៀនណាចេញឯងហើយញោមចំណាំកាន់តែធ្វើបុណ្យកាន់តែចម្រើនមិនវិនិច្ឆ័យទេកាន់តែធ្វើសេចក្តីល្អកាន់តែចម្រើនមកឃើញអ្នកមានអ្នកធំច្រើនណាស់និងអ្នកមានឧបឯកឧត្តមនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីក្រសួងអង្គការស្ថាប័នតូចធំមួយគេកាន់តែបំរើម៉ែឪគេកាន់តែចម្រើនកាន់តែធ្វើសេចក្តីល្អចែកទានដល់អ្នកកំសត់អត់លំបាកគេឈ្មោះកិត្តិយសក៏ចម្រើនអាសេចក្តីសុខផ្លូវចិត្តរបស់គេក៏ចម្រើនអាយុស័ក្តិរបស់គេក៏កាន់តែចម្រើនមកឃើញភ្នែកចឹងណែអញ្ចឹងណញាតិញោមត្រូវចាំថាសេចក្តីល្អគឺធ្វើឲ្យមិនសាបសូន្យទេព្រោះមិនសាបសូន្យទេហើយផលហ្នឹងវាឲ្យទៅតាមដំណើរនៃការប្រព្រឹត្តរបស់យើងធ្វើល្អជាមួយមនុស្សចិត្តខ្វាក់កូនត្រូវដឹងឲ្យហើយថាគេមិនអាចនឹងមើលឃើញសេចក្តីល្អរបស់កូនឡើយដែលម៉ែឪប្រាប់កូនដោយពោលមកនេះគឺដើម្បីឲ្យកូនដឹងថាមនុស្សយើងច្រើនស្គាល់តែមុខគ្នាប៉ុន្តែមិនស្គាល់ចិត្តពិតប្រាកដកូនត្រូវសិក្សាឲ្យស្គាល់មនុស្សដល់ជំរឿចិត្តរបស់គេកាលបើស្គាល់យ៉ាងណាហើយកូននឹងបានប្រយ័ត្នប្រយែងខ្លួនឯងផងរៀបចំចិត្តឲ្យត្រូវល្អផងដោយពាក្យចាស់ពោលថាប្រកបស្ដេចតោងតាមព្រះហតិយាប្រកបរះដោយគ្នាតោងមើលចិត្តព្រមជាមួយគ្នានោះកូនត្រូវកុំធ្វើខ្លួនជាមនុស្សចិត្តខ្វាក់ប៉ុណ្ណឹងជាការស្រេចចិត្តមួយថ្លើមមួយកូនជាទីស្រឡាញ់ធ
ធัวដែលនឹងធ្វើឲ្យគូគ្រងនៅជាមួយគ្នារហូតតទៅនោះគឺការស្មោះត្រង់ដល់គ្នាមិនក្បត់ចិត្តគ្នារក្សាពាក្យសន្យាថាស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯងសច្ចៈតាំងចិត្តស្មោះត្រង់មានតួនាទីធ្វើជាសោមាសចាក់បេះដូងស្វាមីនិងបេះដូងរបស់ភរិយាឲ្យជាប់គ្នាកាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយអ្វីដតីផ្សេងទៀតដូចជាការយល់ចិត្តគ្នាការឲ្យអភ័យសេចក្តីអត់ធន់ការបរិច្ចាគលះបង់ការទូនមានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែនៅសច្ចៈនេះឯងការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមីជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខមិនឆ្លោះប្រកែកទាស់ទែងលែងលះគ្នាមិនរង្គៀសសង្ស័យគ្នាមិនប្រច័ណ្ឌគ្នាជាដើមដូច្នេះការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមីគួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុតដល់ពេលកូនមានគ្រួសារកូនត្រូវតែចាប់យកនៅការស្មោះត្រង់នេះមករក្សាទុកកំខានដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាងបើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះនឹងរស់នៅមិនបានសុខឡើយកូនជាទីស្រឡាញ់ភាពស្មោះត្រង់ប្រៀបបីដូចជាទឹកសម្រាប់ស្រោចដំណាំមិនឲ្យស្វិតយ៉ាងណាជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯងនោះយើងនៅជាមួយនឹងអ្នកណាធ្វើការងារជាមួយអ្នកណាក៏គួរតែស្មោះត្រង់ជាមួយនឹងអ្នកនោះថែមទាំងស្មោះចំពោះការងារនិងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផងការស្មោះត្រង់នោះក៏គឺជាការពិតប្រាកដក្នុងចិត្តមាត់ពោលស្ដីអ្វីជាសម្ដីផ្កានរណាក៏ចូលចិត្តជាពាក្យពិតត្រង់ជាមួយចិត្តត្រង់ជាមួយការងារកូនប្រុសស្រីត្រូវតែតម្កល់ខ្លួនឲ្យមាំនៅក្នុងសេចក្តីស្មោះត្រង់គឺត្រង់ទៅត្រង់មកធ្វើអ្វីក៏ចាប់យកការស្មោះត្រង់ជាទីតាំងសូម្បីបានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់ចោលនៅសេចក្តីល្អបែបនេះឲ្យសោះណាគេយល់ថាការវាយវេឬការយកប្រៀបលើអ្នកដទៃទៅជាសេចក្តីឆ្លាតក៏ស្រេចតែអ្នកដទៃនោះទៅចោះបើថាកូនជាមនុស្សល្ងង់ដោយពេលអ្នកដទៃចោតប្រកាន់មកថាកូនភ្លើកូននៅតែជាកូនឆ្លាតរបស់ឪពុកម្ដាយដដែលព្រោះមនុស្សឆ្លាតទើបចេះជួយខ្លួនឯងឲ្យបានរួចផុតពីបាបកម្មបើកូនមិនស្មោះត្រង់ហើយទៅធ្វើខុសក្នុងរឿងអ្វីមួយនោះត្រូវគេចាប់បានអ្នកដែលថាយើងស្មោះត្រង់គឺល្ងងហ្នឹងឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះគេមិនបានមកជួយកូនឡើយកូនត្រូវទទួលទោសតែម្នាក់ឯងតែបើកូននៅតែធ្វើការដោយស្មោះត្រង់ល្អពិតមុនដំបូងកូនអាចលំបាកកាយតែសប្បាយចិត្តរួចហើយក្នុងការជាខាងក្រោយគឺកូនមិនត្រូវបានទទួលនៅទុក្ខទោសអ្វីរហូតតទៅនោះឡើយហើយញោមចំណាំកាន់តែធ្វើបុណ្យកាន់តែចម្រើនមិនវិនិច្ឆ័យទេកាន់តែធ្វើសេចក្តីល្អកាន់តែចម្រើនមកឃើញអ្នកមានអ្នកធំច្រើនណាស់និងអ្នកមានឧបឯកឧត្តមនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអង្គការស្ថាប័នតូចធំមួយគេកាន់តែបំរើម៉ែឪគេកាន់តែចម្រើនកាន់តែធ្វើសេចក្តីល្អចែកទានដល់អ្នកកំសត់អត់លំបាកគេឈ្មោះកិត្តិយសក៏ចម្រើនអាសេចក្តីសុខផ្លូវចិត្តរបស់គេក៏ចម្រើនអាយុស័ក្តិរបស់គេក៏កាន់តែចម្រើនមកឃើញភ្នែកចឹងណែអញ្ចឹងញាតិញោមត្រូវចាំថាសេចក្តីល្អគឺធ្វើឲ្យមិនសាបសូន្យទេព្រោះមិនសាបសូន្យទេហើយផលហ្នឹងវាឲ្យទៅតាមដំណើរនៃការប្រព្រឹត្តរបស់យើងអ្នកកើតតែងស្លាប់មានតិចប្រតិចអត់ភ្លេចសំចៃមានច្រើនធ្លាប់ដៃសំប្រៃលេងគិតពេលមានទ្រព្យច្រើនចម្រើនមកមិត្តភ្នែកមើលឃើញពិតតែគិតមិនត្រូវទូកដងទូកធំក្ដងធំមានភ្នំមានល្បាក់ច្រាំងជ្រោះទឹកធ្លាក់មានរយៈមានជ្រៅមានអ្នកដំណើរទៅកើតជាផ្លូវពន្លឺចាំងទៅទៅកើតស្រមោលសេចក្តីហួងហែងតែងនាំកង្វល់របស់សំណល់សេះសល់ទៅចោលក្រែងទៅមិនដល់វាកោបំបោល
របើកទ្វារក្រទៅគោវាចេញមានរូបមានទុកគ្មានសុខអត់ដឹងម្លឹងហើយមុខរឹងប្រឹងរួបចំណេញកើតមានតែខ្លួនហើយស្លាប់ទៅវិញតើផលចំណេញនោះនៅត្រង់ណាអ្នកកើតតែងស្លាប់ជាច្បាប់ធម្មជាតិជួបហើយតែងឃ្លាតជារឿងធម្មតាបើជួបសប្បាយប្រត់តែងខ្លោចផ្សាពាក្យអនិច្ចាប្រែថាមិនទៀងយើងមានសេចក្តីអត់ធន់នឹងកណាគុណម្ចាស់ញាតិញោមបងប្អូនចាំណាចាំថាជីវិតនេះកើតមកដើម្បីសេចក្តីអត់ធន់មិនមានសេចក្តីអត់ធន់អត់បានទេពីព្រោះជីវិតវាត្រូវឃ្លានវាត្រូវស្រេកវាត្រូវឈឺវាត្រូវនេះវាត្រូវនោះវាត្រូវមានរឿងទាំងអស់ដែលមកដល់នេះណាហើយបើយើងមិនចេះអត់ធន់ទេធ្វើម៉េចបានសម្រេចគុណធម៌ទេធ្វើម៉េចបានទៅជាព្រះពុទ្ធបានទៅជាព្រះវិជ័យកពុទ្ធបានទៅជាអគ្គសាវកពុទ្ធបើមិនចេះត្រមទេនោះហើយបើវាមិនមានរឿងសម្រាប់ឲ្យត្រមទេព្រះបរមពុរិស័ទបានការកសាងខន្តិបារមីនឹងមកពីណាតាមពិតវាតលតែមានរឿងសម្រាប់ឲ្យទ្រាំណាបានវាចេះមានខន្តីបារមីនឹងទៅកើតវាត្រូវតែមានអ្នករតីស្ដីថានឹងណាវាតលតែមានអ្នករតីបញ្ចើបញ្ចោបញ្ចោះបន្សោកនិយាយតពីតពះសពគ្រប់នឹងមករវាចេះតែមានរឿងឈឺរឿងលំបាករឿងទុក្ខរឿងនេះរឿងនោះក្នុងជីវិតសពគ្រប់អញ្ចឹងបានជាសេចក្តីអត់ធន់នឹងយើងត្រូវសន្សំបានទៅជាបារមីបើចិត្តតែអីបានដូចចិត្តអីបានដូចចង់នោះយើងបានខន្តីមកពីណាហើយនឹងអញ្ចឹងហើយបើអត់ខន្តីទេធ្វើម៉េចបានត្រាស់ដឹងអរិយសច្ចធម៌អានឹងយើងត្រូវយល់អញ្ចឹងណាយើងត្រូវយល់ថាអ្វីដែលមកដល់ជីវិតនេះគឺមកដើម្បីយើងទ្រាំហើយដែលទ្រាំនឹងជាការចម្រើនគុណសំខាន់ណាស់នឹងសំខាន់ណាស់ដែលយើងអាចចម្រើនភាវនាបាននឹងដោយសេចក្តីអត់ធន់ណាគឺការដែលយើងមានសិលសមាធិមានបញ្ញាចម្រើនគុណទាំងអស់នឹងបានដោយសេចក្តីអត់ធន់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអញ្ចឹងគួរអាសូរចិត្តអាណិតម៉ែអស់9ខែម៉ែពួរផ្ទៃស៊ូទ្រាំចាញ់គួរញ័រលះលហើយអាស្រ័យបាត់គ្នាផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លំបាកម្ដេចមិនអត់បីគិតតន្ទឹងឲ្យតែខែមកចិត្តពិតចង់ឃើញបាត់ពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហូរឧបមាស្ទើរផុតជីវិតចាកលោកីវិស័យមច្ចរីមករងចាំបើម៉ែបានឆ្លងផុតវាលធំម៉ែលឺកូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំផ្សះផ្សំទ្រូងម៉ែឲ្យលហែពិតម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេបីបំលោមប្រណិតឆ្លងកាត់ដំណាត់នៃលោហិតដិតដោយអរាដ៏ថ្លាស្អាតយើងពិតមិនមែនជាមនុស្សបរិសុទ្ធតែក៏មិនស្រត់ដល់ថ្នាក់ស្មោកគ្រោកយើងមិនមែនខ្ពស់កិត្តិយសផុតលោកតែក៏មិនថោកដល់ថ្នាក់ឥតខ្មាស់យើងមិនហ៊ានថាខ្លួនជាមនុស្សល្អតែចិត្តមានធម៌ធ្វើល្អច្រើនណាស់រឿងបួសរហូតមិនប្រកបច្បាស់តែព្យាយាមណាស់មិនហ៊ានប្រមាថឈ្នះអ្វីមិនស្មើឈ្នះខ្លួនឯងជ្រៃដោះលើថ្នោតបញ្ឆោតសัตว์ជ្រឹង
ទៀបខ្ពស់ឥតដឹងខំប្រឹងផ្កាផ្លាចង់ឈ្នះចង់ខ្ពស់ចង់ឈ្មោះពូកែលើគេល្អដែរតែពិបាកដើរយកឈ្នះចាញ់គ្នាមានអ្វីប្របីឈ្នះអ្នកដតីមានអ្វីគ្រាន់បាបើឈ្នះខ្លួនឯងនោះទៅប្រសើរកុំឲ្យខាន់ប្រាបំរើតណ្ហាសំខាន់ណាស់គុណធម៌កូនចេះដឹងប្រើសមត្ថភាពបានប៉ុន្តែបើកូនគ្មានគុណធម៌ជាមនុស្សគឺឥតប្រយោជន៍ទាល់តែសោះចំណេះដឹងប្រៀបបីដូចជាថ្នាំអាសេរពឹសនៅក្នុងដៃរបស់កូនទាំងអស់គ្នាកូនអាចប្រើប្រាស់ថ្នាំពឹសទៅសម្រាប់នរណាក៏បានធ្វើឲ្យវិន័យវិន័យហិនហោចសំបីតែប្រទេសជាតិរបស់ខ្លួនក៏បានដែរបើសិនណាបើកូនមិនមានគុណធម៌ជាមនុស្សនៅក្នុងសន្តានចិត្តរបស់យើងដូច្នេះគុណធម៌គឺសំខាន់ណាស់បានន័យថាគិតអំពីសេចក្តីសុខសេចក្តីទុក្ខរបស់ខ្លួនឯងនិងតកូលក្រុមគ្រួសារនិងប្រទេសជាតិរបស់យើងតែម្ដងពោលគឺមានសេចក្តីល្អក្នុងសន្តានចិត្តយើងអាចនិយាយជារួមបានខ្លីថាគឺមានមេត្តាមានករណាមានមុទិតាមានឧបេក្ខាគឺជាចិត្តប្រកបដោយព្រហ្មវិហារធម៌ឈ្មោះថាជាបុគ្គលមានគុណធម៌ហើយកូនមេឪពុកចំណេះចេះដឹងមានប្រយោជន៍ណាស់ត្រូវខំប្រឹងប្រែងស្វែងរកយកមកដាក់ខ្លួនវិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាតនិងមានការចេះដឹងសពគ្រប់នោះមិនជាលំបាកពេកឡើយគឺគ្រាន់តែកូនអានសិភៅរាល់ថ្ងៃហើយនៅពេលដែលអាននោះកូនត្រូវមានចិត្តតាំងមាំផងសមាធិទទួលយកសេចក្តីនឹងចងចាំទុកការអានសិភៅជាអង្គប្រកបមួយខាងក្រៅហើយនៅមានអង្គប្រកបមួយទៀតជាខាងក្នុងគឺយោនិសោមនសិកាបានដល់ការពូកែគិតនៅក្នុងហេតុផលអង្គប្រកបទាំងពីរនេះគឺមួយខាងក្រៅបរតោខោសៈដែលល្អនិងមួយទៀតគឺយោនិសោមនសិកាតែពូកែគិតក្នុងហេតុផលហ្នឹងទាំងពីរហ្នឹងនាំឲ្យបាននៅសម្មាទិដ្ឋិនាំផ្លូវត្រូវដល់កូនមិនភ័យខ្លាចវង្វេងផ្លូវឬក៏ខុសផ្លូវទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសម្មាទិដ្ឋិបុរេជីវំសម្មាទិដ្ឋិលោកយៈវិបស្សនានាំផ្លូវចូលទៅដល់សេចក្តីសម្រេចនៅលោកកតរៈធัวហើយរួចផុតចាកទុក្ខចំណេះដឹងមានប្រយោជន៍ចឹងធ្វើមើលនៅមេមិនអត់ជើងបងអត់មានជើងអត់ដៃផងស្រូវមកក្តាប់ក៏គ្មានដែរមេមិនវិញចិញ្ចឹមកូនវាបានមកតំបពីតំបពិសត្វក្តាមអត់ក្បាលផងវាចិញ្ចឹមពោះវារត់ក្តាមអត់មានក្បាលទេណាយមណែបានមើលទេណែបានគិតទេក្តាមអត់មានក្បាលទេមុខវាជាប់ខ្លួនទៅមកណែវាអន់តែគ្មានក្បាលផងទៅរត់ស៊ីចិញ្ចឹមពោះវារត់ពិសត្វពោះអត់ជើងផងទៅឡើងដើមឈើរួចចូលយើងជាមនុស្សដៃក៏មានជើងក៏មានក្បាលក៏មានមិនក៏អន់អីជាងសត្វអស់នឹងម្ល៉េះតស៊ូទៅជីវិតរបស់មនុស្សកើតមកវាត្រូវតែតស៊ូតែនឹងឯដែលព្រះសម្មាសម្ពុទ្ធឬពួកព្រះអរហន្តលោកពិចារណាឃើញសេចក្តីទុក្ខលំបាកសម្រាប់ការកើតនឹងជាតិនឹងបានលោកនឿយណាយលោកធុញទ្រាន់នឿយណាយធុញទ្រាន់នឹងជីវិតវាបំពល់កូនត្រូវជាមនុស្សស្មោះត្រង់កូនជាទីស្រឡាញ់ការស្មោះត្រង់ប្រៀបបីដូចជាទឹកសម្រាប់ស្រោចដំណាំមិនឲ្យស្វិតយ៉ាងណាជីវិតពិតជាស្រស់បំព្រងព្រោះភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯងមនុស្សយើងនៅជាមួយអ្នកណាធ្វើការជាមួយអ្នកណាក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះថែមទាំងស្មោះចំពោះការងារនិងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផងការស្មោះត្រង់នោះក៏គឺជាការពិតប្រាកដក្នុងចិត្តមាត់ពោលស្ដីអ្វីៗជាសម្ដីផ្កាអ្នកណាក៏ចូលចិត្តជាពាក្យពិតត្រង់ជាមួយចិត្តត្រង់ជាមួយការងារ
កូនប្រុសស្រីត្រូវតែតម្កល់ខ្លួនឲ្យមាំក្នុងសេចក្តីស្មោះត្រង់គឺស្មោះទៅស្មោះមកធ្វើអ្វីៗក៏ចាប់យកការស្មោះត្រង់ជាទីតាំងសូម្បីបានផលប្រយោជន៍ជាទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់ចោលនៅសេចក្តីល្អបែបនេះឲ្យសោះអ្នកណាគេយល់ថាការវេកវេឬការយកប្រៀបលើអ្នកដតីទើបជាសេចក្តីឆ្លាតក៏ស្រេចតែអ្នកនោះទៅចុះបើគេថាកូនជាមនុស្សល្ងង់ឬភ្លឺកូននៅតែជាមនុស្សឆ្លាតរបស់ពុកម៉ែដដែលព្រោះមនុស្សឆ្លាតទើបចេះជួយខ្លួនឯងឲ្យផុតពីបាបកម្មបើកូនមិនស្មោះត្រង់ហើយទៅធ្វើខុសក្នុងរឿងអ្វីមួយនោះត្រូវគេចាប់បានអ្នកដែលថាយើងស្មោះត្រង់គឺល្ងង់ឬអ្នកដែលញុះញង់ឲ្យកូនទៅធ្វើខុសនោះគេមិនបានមកជួយអ្វីកូនឡើយកូនត្រូវទទួលទោសតែម្នាក់ឯងតែបើកូននៅតែធ្វើការស្មោះត្រង់ដោយល្អពិតមុនដំបូងកូនអាចលំបាកកាយតែកូនសប្បាយចិត្តរួចហើយក្នុងកាលជាខាងក្រោយគឺកូនមិនត្រូវការទទួលទុក្ខទោសអ្វីរហូតតទៅមានភាសិតខ្មែរយើងបានពោលថាមនុស្សយើងស្គាល់មុខគ្នាតែមិនស្គាល់ចិត្តជាពាក្យដែលត្រឹមត្រូវគ្រប់កាលគ្រប់ពេលវេលាទាំងជាពាក្យដាស់តឿនស្មារតីឲ្យចេះប្រយ័ត្នចំពោះមនុស្សទៀតផងមនុស្សអាចសាងភាពបោកបញ្ឆោតបន្លំភ្នែកអ្នកដទៃយ៉ាងពូកែមើលខាងក្រៅល្អសំសួនប៉ុន្តែខាងក្នុងវាជារឿងផ្សេងដូចរូបដែលគេគូជាមួយនឹងរូបពិតចឹងឯងរូបគូច្រើនតែល្អស្អាតស្រស់បោះគួរឲ្យមើលជាងរូបពិតព្រោះមានការតាក់តែងទៅដោយពណ៌ជាដើមមនុស្សដែលសាងភាពខ្លួនឯងឲ្យល្អមើលគឺចាំបាច់ត្រូវតែងទឹកមុខអាកប្បកិរិយានិងការសម្ដែងចេញផ្សេងទៀតព្រមទាំងពាក្យសម្ដីដើម្បីបិទបាំងខាងក្នុងដែលមិនល្អដូច្នេះហើយទើបកើតមានពាក្យថាស្គាល់មុខតែអត់ស្គាល់ចិត្តណាមានពាក្យនឹងមកនឹងឯងដោយពោលមកនេះកាលបើកូននឹងខ្សែគប់ជាមួយនឹងអ្នកណាទុកចិត្តអ្នកណាឬក៏ធ្វើការងារហ៊ុនអីជាមួយនឹងអ្នកណាត្រូវមើលឲ្យបានល្អសង្កេតឲ្យបានយូរក៏មើលត្រឹមតែមុខមាត់ខាងក្រៅត្រូវមើលដល់ការធ្វើការរស់នៅគម្រោងការរបស់គេរកសัพបរោះថាមិនដឹងនៅឯណារកប្រទេសអាចារ្យថាមិនស្គាល់រកអ្នកត្រង់សិលថាទៅមិនដល់ស្ដាប់ធម៌ថារវល់បោភួយមុងថ្ងៃសិលថារវល់ជាប់ដេកកាត់ថ្ងៃអាទិត្យថារវល់ឆាស្ងោហុង8កើតថាជាប់ទៅទីក្រុងពេញបោថាប្រុងទៅចំការ8រោចថារវល់ក្រែមជាប់មាត់ខែដាច់ថាមិនដឹងទៅវត្តណាពេញពេលថ្ងៃថារវល់ចាត់ចែងការពេលយប់នោះថាសម្រាប់កាយនៅក្មេងថាតោះឯងវាក្រមុំចាស់ជំនុំតោះឯងមិនម៉ាយទៅវត្តក្រែងមាត់គេចំណាយថាមានវិស័យនឹងលោកសង្ឃមានប្តីថាតោះនឹងពុកវារីឯតាថាយើងស្រួលអង្គចំណែកមីងថាចោលកូនឲ្យរហង្គរីឯបងថាគ្មានមនុស្សចាំផ្ទះចូលឆ្នាំជុំបុណ្យគេទៅវត្តប្រតិបត្តិទានសិលថ្វាយបង្គំព្រះឯងឯនេះថាបានដាច់ឆ្នាំចាស់ដងនេះគិតលះឲ្យអស់ដៃដល់ផ្លូវចូលវត្តផងមិនស៊ីហងដានីគីធីអាកៃថាទៅវត្តនោះគ្មានតម្លៃឯភ្នំសម្ពូសប្បាយជាងបណ្ដាលជីវិតតាមខ្សែញាតតណ្ហាជាអ្នកឆ្លាក់រូបរាងបើបានចូលវត្តឯបខាងព្រោះខ្លាចតនុយឯងវាមិនសមមើលអ្វីនិយាយអ្វីចេះតែបានទោះមកប៉ុណ្ណាមិនបាច់ខំអានច្បាប់ឬស្ដាប់ព្រះសទ្ធមតែមួយម៉ោងយ៉ាប់ទ្រាំអ្វីម្លេះណាខែប្រាំងថាប្រាំងមិនរួចធ្ងួយថាត្រកខូចខុសខាតខកដល់វសាឆ្នាំវោថាចិត្តមិនចេះខ្លា
ឆ្នាំរកាថាបញ្ហាមិនប្រសើរបែបនឹងកំបឿនបានឋានសួគ៌កបគួរដាក់ទុកញាតអបាយហើយអស់ពួកយើងផងទាំងឡាយខ្វល់ខ្វាយដូរម៉ូតម្ដងមើលដូចចងអង្រឹងដេកលើតំថ្នោតអ្នកដេកមិនសោកស្រៀងប៉ុណ្ណាអបាយភូមិគួរខ្លាចគួររអាជាងការដេកអង្រឹងនោះទៅទៀតអ្នកចាទៅថេះឬចាស់ឬក្មេងអាស្រ័យល្វីរៀនធម៌វិន័យអាស្រ័យបញ្ញាចេះចាំតិចតួចជារឿងធម្មតារឿងដែលអស្ចារ្យគឺការប្រតិបត្តិចេះចាំរត់មាត់ប្រកបល្អគួរចេះឆ្លើយចេះសួរព្រះធម៌បរិយនេះហៅល្អចំល្អសមពេលក្តាត់តែការប្រតិបត្តិកំអាលតនថាត្បិតមានអ្នកចេះតម្រេះតែមាត់តែការអនុវត្តប្រកបអត់ការអត់បានប្រយោជន៍អត់មានខ្លឹមសារនោះលោកហៅថាអ្នកចាតែថេះជនជាបណ្ឌិតចេះគិតចេះថាចេះចាំធម៌អាអត់មានប្រហែសជាយាមប្រតិបត្តិតាមធម៌ដែលចេះអត់បងចំណេះហើយចេះប្រកបយថាបញ្ញាជាពាក្យឧត្តមចេះអត់បន្លំភោគផលអត់ខ្សត់ទោះទៅទីណាក៏មានអំណត់មគ្គផលប្រកបគង់តែនឹងបានអ្នកចាទៅថេះឬចាស់ឬក្មេងអាស្រ័យល្វីរៀនធម៌វិន័យអាស្រ័យបញ្ញាចេះចាំតិចតួចជារឿងធម្មតារឿងដែលអស្ចារ្យគឺការប្រតិបត្តិចេះចាំរត់មាត់ប្រកបល្អគួរចេះឆ្លើយចេះសួរព្រះធម៌បរិយនេះហៅល្អចំល្អសមពេលក្តាត់តែការប្រតិបត្តិកំអាលតនថាត្បិតមានអ្នកចេះតម្រេះតែមាត់តែការអនុវត្តប្រកបអត់ការអត់បានប្រយោជន៍អត់មានខ្លឹមសារនោះលោកហៅថាអ្នកចាតែថេះជនជាបណ្ឌិតចេះគិតចេះថាចេះចាំធម៌អាអត់មានប្រហែសជាយាមប្រតិបត្តិតាមធម៌ដែលចេះអត់បងចំណេះហើយចេះប្រកបយថាបញ្ញាជាពាក្យឧត្តមចេះអត់បន្លំភោគផលអត់ខ្សត់ទោះទៅទីណាក៏មានអំណត់មគ្គផលប្រកបគង់តែនឹងបានកុំភ្លេចគ្រូកុំយកធ្វើពុកមកធ្វើចណ្ដើរកុំធ្វើដំណើរដោយឥតគោលដៅកំពីនំមានកុំចោសំណៅក្រែងខុសគោលដៅវង្វេងក្នុងព្រៃផ្លូវនៅមានស្នាមគួរតាមប្រព្រឹត្តកាន់ធរសុចរិតនោះទើបប្រពៃរឿងតូចរឿងធំផ្ដុំជារឿងថ្មីរឿងចាស់មានន័យក៏បីរក្សាកំដើរលះដានដូចសន្តានចោផ្លូវអមោហោគួរតែយាត្រាកំដើរភ្លេចខ្លួនពួនលើអាត្មាចេះពីតម្រាថារៀនឥតគ្រូថ្ងៃនេះថ្ងៃឧបោសថសិលសូមផលបុណ្យទាំងឡាយដែលខ្ញុំបានសាងក្នុងជាតិនេះសូមឲ្យខ្ញុំបានសុខហើយកម្មពៀទាំងឡាយដែលខ្ញុំបានសាងទាំងប៉ុន្មានពីជាតិមុនសូមឲ្យរួចកម្មទោសក្នុងជាតិនេះផងចុះសូមផ្សាយមេត្តាចិត្តដល់សពសត្វទាំងឡាយសូមសត្វទាំងឡាយបាននៅសេចក្តីសុខរួចចាកទុក្ខកុំមានកម្មពៀវេរានឹងគ្នាទៀតឡើយចូលកូនដឹងទុកជាមុនចោះថារបស់4យ៉ាងជារបស់ដែលសូមបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងទេ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរ4ក្រោយពីស្លាប់សូមឲ្យបានទៅកាន់សុគតិភពប៉ុន្តែទាំង4យ៉ាងនេះកូនឪមិនត្រូវសូមពីណាឡើយគឺត្រូវធ្វើឲ្យបានសម្រេចដោយខ្លួនឯងដោយសទ្ធាដោយសិលដោយសត្តៈដោយចាគៈដោយបញ្ញា
ដែលគុណធម៌ទាំងអស់នេះនាំឲ្យកូនបានសម្រេចទាំងក្នុងលោកនេះទាំងទៅក្នុងបរលោកអ្វីៗក្នុងលោករមែងកើតពីហេតុកូនត្រូវយល់ហេតុផលភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លេងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះតែលោកនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននឹងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណក៏ផង16សរសើរនន្ទាជាខ្យល់មកហើយញោមចំណាំកាន់តែធ្វើបុណ្យកាន់តែចម្រើនមិនវិនិច្ឆ័យទេកាន់តែធ្វើសេចក្តីល្អកាន់តែចម្រើនមកឃើញអ្នកមានអ្នកធំច្រើនណាស់និងអ្នកមានឧបឯកឧត្តមនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីក្រសួងអង្គការស្ថាប័នតូចធំមួយគេកាន់តែបម្រើម៉ែឪគេកាន់តែចម្រើនកាន់តែធ្វើសេចក្តីល្អចែកទានដល់អ្នកកំសត់អត់លំបាកគេឈ្មោះកិត្តិយសក៏ចម្រើនអាសេចក្តីសុខផ្លូវចិត្តរបស់គេក៏ចម្រើនអាយុស័ក្តិរបស់គេក៏កាន់តែចម្រើនមកឃើញភ្នែកចឹងណែអញ្ចឹងញាតិញោមត្រូវចាំថាសេចក្តីល្អគឺធ្វើឲ្យមិនសាបសូន្យទេព្រោះមិនសាបសូន្យទេហើយផលហ្នឹងវាឲ្យទៅតាមដំណើរនៃការប្រព្រឹត្តរបស់យើងគុណមេឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅពៀអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយសុខដតីក្រៅពីសេចក្តីសុខស្ងប់មិនមានឡើយកូនត្រូវចាំទុកថាកូនកុំប្រព្រឹត្តខ្លួនជាមនុស្សអួតមានជីវិតយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់ម៉ត់ចត់ម៉ាត់យ៉ាត់ព្យាយាមមិនតម្កើងខ្លួននិងជាមនុស្សកតញ្ញូតើជីវិតគឺជាអ្វីជីវិតគឺជាការប្រព្រឹត្តទៅនៃអាយតនៈទាំង6នឹងឯងខណៈឃើញរូបជីវិតក៏ប្រព្រឹត្តទៅក្នុងខណៈឃើញរូបខណៈឮសំឡេងដឹងក្លិនដឹងរសដឹងផតថាពៈនិងដឹងធម្មអារម្មណ៍ទៅតាមមនោទ្វេរវិថីជីវិតគឺប្រព្រឹត្តទៅនៅក្នុងខណៈនោះឯងនៅពេលដែលមិនមានវិថីចិត្តប្រព្រឹត្តទៅតាមទ្វេរទាំង6ហើយក៏ឈ្មោះថាការប្រកបនៃពិភពលោកនេះមិនមានដូចគ្នាដែរទៅការប្រព្រឹត្តប្រតិបត្តិនៅសតិប្បដ្ឋានវិបស្សនាគឺជាការប្រតិបត្តិដែលមិនរើសពេលវេលាព្រោះខណៈណាដែលមានការដឹងគឺជាការប្រព្រឹត្តទៅនៃចិត្តចេតសិករូបនឹងឯងហើយអារម្មណ៍របស់សតិប្បដ្ឋានវិបស្សនាគឺកាយវេទនាចិត្តធម៌ដែលធម៌ទាំង4នេះតែងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃដោយមិនដែលរំលងមួយវិនាទីណាមិនប្រកាន់ថាតើអ្នកធ្វើអ្វីនិយាយអ្វីគិតអ្វីឬកំពុងសម្រាកនោះទេក៏ធម៌ទាំង4នេះប្រព្រឹត្តទៅជានិច្ចទើបការដែលត្រូវរលឹកសិក្សាប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃគឺជាកិច្ចចាំបាច់ចំណងមេបាជីវិតសត្វលោក
កើតមកដោយកម្មរស់ច្រើនខែឆ្នាំចូលចាំទុកនៅអប់រំបត់ងារកុំអោយអស់ក្លៅសោះគុណម៉ែឪទៅប្រពៃចំណងមេបារៀបការកូនចៅបញ្ចូលញាតហៅឲ្យពូឲ្យជ័យស៊ីកាសបាយចាយប្រាក់ចងដៃធ្វើការ10ថ្ងៃចងដៃការមួយពេលមានកលការគឺហាសបាយស៊ីផឹកអាក់អាយកាយចិត្តព្រួយគិតថាបានគ្នាក្រនជាជំនួយភ្លេចគិតថែមមួយព្រួយស្មើខណ្ឌ10កាយមួយខណ្ឌ5រោងកម្មអេកាយពីទឹកមេឃសង្វេគគ្រប់សពកាយច្រើនរោងច្រើនចម្រើនទុកជាប់រស់ចាំថ្ងៃស្លាប់ក្រែងអស់អាស្រូវព្រះធម៌នៅមានដេចមិនរៀនស្ដាប់ព្រះធម៌ជាច្បាប់ប្រាប់បង្ហាញផ្លូវមានរូបមានទុកមានខុសមានត្រូវខំរៀនខ្លះទៅខុសច្រើនពេកជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ឥឡូវនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ខ្លាំងណាស់ទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតបានជាគុណតម្លៃនិងជាសេចក្តីសុខឲ្យដល់កូនរួមទាំងក្រុមគ្រួសារករណីយមត្ថកុសលេនយានតាំសំតាំបទាំងអភិសម្មេចសកោឧជុចសុឧជុចសុវិចោចាសមុទអនតិមានេមង្គោសកោចសុបរោចអបកេចោចសលកវតិសន្តន្តយោចនិបកោចអបកេភោកលេសអននុកថនចកោតាំសមាចរេកញ្ចយេនវញ្ញោបរេឧបវតេយងសុខិណោយខេមិណោអន្តសព្ពេសត្តាវន្តសុខិតាតាយេកេចិបានភូតាតតសាវិថាវរិយវិអនវសេសាតិခိវិយេមហន្តាវិមជ្ជមិរាសកាអនុកតោលាតតាវិយេចតថាយេចតុរេវសន្តអវិតុរេភូតាវិសម្ភវេសៃវិសម្ពេសន្តាភវន្តសុខេតាតានបរោបរានិកបបេតនិយតិមញ្ញេតកាតចេណាងកញ្ចជារោសនាបដិកសញ្ញានេញមញ្ញសតកមេជ័យមេត្តាយថានិយមបតាំងអាយុសាเอกបតមនុរាខេវំពេសាពពោកេសមានសម្ភាវយេអបរិមាណមេតាញ់ចសពលោកាស្មងមានសម្ភាវយេអបរិមាណអត់ទាំងអធោចតិរិយញ្ចសម្ភាទាំងអវេរាំងអសបតតានតថាញចរាមិសណោវាសយាណោយេវសានเอตาสตังอัตถายพรหมเมตังวิรังธรรมยอุตตังจะอนุปกรรมไสโลวาเตสเนนสัมปันโนกามเมสุวินัยเกตังกสายัมปุณเรไตเต
សមន្តចក្រវាលេសុអត្រាកឆន្ទទេវតាសធម្មងមុនិរាជាសសនន្តសាខមោខតាំងទេវតាទាំងឡាយដោយជុំវិញសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះចូលស្ដាប់នៅប្រសាទធម្មជាធัวអាចឲ្យនៅសួរនឹងប្រណិមពៀនរបស់ព្រះអនាវរណញ្ញាណអ្នកប្រាជ្ញសកេកាមេចរូបេកិរិសិខរតដេចន្តលេខេវិមាននេតិពេរថេចគាមេតរវណកហនេកេហវាធម្មខេតេភូមិចលថលវិសមេយាខេកន្ថាបនិយេតដ្ឋានតាសន្តិកេយ៉ាងមុនិវរវចនាងសាធវោមេសនន្តទេវតាទាំងឡាយតានៅក្នុងឋានសួគ៌ដែលជាកាមភូមិនិងរូបភូមិក្តីភូមិទេវតាទាំងឡាយគេលើកំពូលភ្នំឬភ្នំដាលដាច់ក្តីឯដល់អាកាសក្តីនៅនីកោះនឹងដាននឹងស្រុកក្តីនៅនីដើមប្រឹងសាដឹងប្រេងញាស្បាតរេទីស្រែចំការក្តីយៈនឹងកិនធំនឹងនីទាំងឡាយដែលថាត់នៅនីទីទឹកទីគង់ដែលឋាននៅក្នុងទីចិត្តនេះក្តីសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះពាក្យអណាដែលជាពាក្យប្រាសាទចមុនីដល់ប្រាសាទដែលយើងខ្ញុំនឹងសតឥឡូវនេះលោកណាសាបរាទាំងឡាយចូលស្ដាប់នៅដោយគោរមធម្មសវនកាឡោអយំបតន្តាបបិនលោកណាដល់ចម្រើនទាំងឡាយពេលនេះជាពេលគួរនឹងស្ដាប់នៅព្រះធម៌ចេះដឹងគុណកូនមានតែសេចក្តីចម្រើនទៅដោយកុសលយ៉ាងទៀតកតញ្ញុតាធម៌ដែលមាននៅក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូនមានឪពុកជាមនុស្សល្អកតញ្ញុតាការដឹងគុណជាទុនជីវិតពិតដ៏ឆ្នើមជួយញ៉ាំងបារមីធំសម្បើមនិងជាដង្ហើមនៃកុសលកតញ្ញុតាការដឹងគុណនាំចាកទេរុនបាបកង្វល់ចូលកូនដឹងទុកជាមុនចោះថារបស់4យ៉ាងជារបស់ដែលសូមបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងទេ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរ4ក្រោយពីស្លាប់សូមឲ្យបានទៅកាន់សុគតិភពប៉ុន្តែទាំង4យ៉ាងនេះកូនឪមិនត្រូវសូមពីណានាឡើយគឺត្រូវធ្វើឲ្យបានសម្រេចដោយខ្លួនឯងដោយសទ្ធាដោយសិលដោយសត្តៈដោយចាគៈដោយបញ្ញាដែលគុណធម៌ទាំងអស់នេះនាំឲ្យកូនបានសម្រេចទាំងក្នុងលោកនេះទាំងទៅក្នុងបរលោកអ្វីៗក្នុងលោករមែងកើតពីហេតុកូនត្រូវយល់ហេតុផលសម្ពុទ្ធហេអថវេសញ្ចទ្វេតសញ្ចសហសកេបញ្ចសតសហអហង្ខ្ញុំប្រការុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ28ព្រះអង្គផង10000ព្រះអង្គផង5សែនព្រះអង្គផងដោយត្បូងរបស់ខ្ញុំប្រការុណាសម្ពុទ្ធេបញ្ចបញ្ញាសញ្ចចតវិសតិសហសកេតសសតសហ
ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ55ព្រះអង្គផង24000ព្រះអង្គផងលានព្រះអង្គផងដោយបងរបស់ខ្ញុំប្រកាសណាសម្ពុទ្ធនវន្តរសតេអដ្ឋចតាល័យសសហសកវេសតសតសហសាខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ109ព្រះអង្គផង48000ព្រះអង្គផង2លានផងដោយរបស់ខ្ញុំប្រកាសណាទេសាងធម្មញ្ចសង្ឃញ្ចអតរេណនមេមិហង្ខ្ញុំប្រកាសណាសូមក្រាបថ្វាយនៅព្រះធម៌ផងនៅព្រះសង្ឃផងរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះដោយគោរពនមស្ការៈនុភិវេនហន្តវាសាពេបាតវេអនេកាអន្តរាយាបវេណាសន្តោអសេសតោដោយអនុភិមនៃកិរិយានមស្ការថ្វាយបង្គំសូមឲ្យកំចាត់បងអបត្រមទាំងឡាយទាំងពួងទាំងសេចក្តីអន្តរាយទាំងឡាយជាអនេកចូលឲ្យវិនិច្ឆ័យទៅកំបីមានសេសឡាយសម្ពុទ្ធហេអដ្ឋវេសញ្ចទ្វេតសញ្ចសហសកេបញ្ចសតសហអហង្ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ28ព្រះអង្គផង10000ព្រះអង្គផង500,000ព្រះអង្គផងដោយត្បូងរបស់ខ្ញុំប្រកាសណាសម្ពុទ្ធេបញ្ចបញ្ញាសញ្ចចតវិសតសហសកេតសសតសហខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ55ព្រះអង្គផង24000ព្រះអង្គផងលានព្រះអង្គផងដោយត្បូងរបស់ខ្ញុំប្រកាសណាសម្ពុទ្ធនវន្តរសតេអដ្ឋចតាល័យសសហសកវេសតសតសហសាខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ109ព្រះអង្គផង48000ព្រះអង្គផង2លានផងដោយរបស់ខ្ញុំប្រកាសណាទេសាងធម្មញ្ចសង្ឃញ្ចអតរេណនមេមិហង្ខ្ញុំប្រកាសណាសូមក្រាបថ្វាយនៅព្រះធម៌ផងនៅព្រះសង្ឃផងរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះដោយគោរពនមស្ការៈនុភិវេនហន្តវាសាពេបាតវេអនេកាអន្តរាយាបវេណាសន្តោអសេសតោដោយអនុភិមនៃកិរិយានមស្ការថ្វាយបង្គំសូមឲ្យកំចាត់បងអបត្រមទាំងឡាយទាំងពួងទាំងសេចក្តីអន្តរាយទាំងឡាយជាអនេកចូលឲ្យវិនិច្ឆ័យទៅកំបីមានសេសឡាយនោះល្អឬមិនល្អគេមិនបានវាស់គ្នាដោយមានដោយក្រនោះទេនោះល្អឬមិនល្អគេវាស់គ្នាដោយទឹកចិត្តទេណាកូនវាស់ទៅដោយការប្រព្រឹត្តដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនឹងឲ្យបានត្រឹមត្រូវទើបនាំមកនៅសេចក្តីសុខចូលកូនពិចារណានៅកំណាព្យខាងក្រោមនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយកូនមាសឪពុកចូលកុំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បើយកូនអើយព្រះធัวមិនចេះឈឺ
បើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខផងចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់តើប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយពោលគឺមិនត្រូវក្បត់ចិត្តគ្នានោះយើងបើសំបីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយតែត្រូវរក្សាអ្វីឲ្យដល់គូគ្រងរបស់ខ្លួនបានទៅហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅការដែលគួរជឿទុកចិត្តនិងយសសេរីរបស់មនុស្សយើងនេះគឺចាប់ផ្ដើមពីសច្ចៈនេះឯងមានតែមនុស្សដែលរក្សានៅសច្ចៈមានការស្មោះត្រង់តែប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបានចំណែកមនុស្សដែលខ្វះសច្ចៈសំបីតែជាមួយនឹងគូគ្រងរបស់ខ្លួនឯងហើយទៅមានសច្ចៈជាមួយនឹងអ្នកដទៃនោះវាជាការលំបាកនឹងឲ្យជឿណាស់គ្រប់ទីកន្លែងដែលគេតែងតែប្រកាន់រហូតមកគឺថាជាការអាប់អោនកិត្តិយសខ្លាំងណាស់ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្ត្រីខ្មែរបើកូនប្រុសស្រីមានបំណងចង់ជួបគ្នាជាភរិយាស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើតរហូតដល់បរមសុខគឺព្រះនិព្វានកូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានការបរិច្ចាគស្មើគ្នានិងមានបញ្ញាស្មើគ្នាព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុមានផលជាគោលកម្មយោគមិនជាចេះអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយពិតមែនហើយថាក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឲ្យតែមានប្រាក់គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្តក្នុងជីវិតទៅសពគ្រប់នោះទេមានស្ត្រីជាភរិយាច្រើនណាស់ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោនព្រោះខ្វះភាពកក់ក្ដៅពីស្វាមីនោះឯងមនុស្សដែលគិតថាខ្លួនឯងឆ្លាតតែមិនមានពេលដេកនៅផ្ទះត្រូវចោលប្រពន្ធចោលកូនជារឿយខ្វះការស្មោះត្រង់ជាមួយនឹងមួយខ្វះធัวសន្តោសម៉ូបលោភលន់រស់ស៊ីទុច្ចរិតខ្វះយុត្តិធម៌លាក់កូនហើយក្នុងរឿងទាំងអស់នេះបើថាគេថាឲ្យកូននឹងឯងនឹងងងមែនទែនព្រោះតែមិនចេះដូចគេគឺជាការល្អណាស់កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានភាពកក់ក្ដៅដូច្នេះកូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយក្បាលដល់ខ្នើយកូនគេងលក់មិនចាំបាច់យកដៃគោមថ្ងាសឡើយណាកូនភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្្លាត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លេងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះតែលោកនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននឹងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់ហង16សរសើរនន្ទាជាខ្យល់មក
សន្តាសន្តចត្តាទេសារណសារណាអេតាលោកន្តរេវិភូមិភូមិចទេវិគុណកនកាណាព្យវតាសាភកាលំអេតេអាយន្តទេវិវរកនកម្មយេរុយេជេវសន្តសន្តសន្តសហេតងមនិវរវចនាសតមកាសមកាសាពេសុចាកវ៉ាលេសុយាកាទេវិចប្រមនោយ៉ាងអមហេកតាំងពុញ្ញសពសម្បត្តិសាតកាសាពេតាំងអនុមោទិត្វាសមាគាសាសនេរតាបមាតរហិតាហន្តអរាកាសុវិសេសតោសាសនាសច្ចលោកាសវតិភវតសាបតិសាសនាមិចលោកញ្ចទេវិរាកន្តសាបតិសតិងអន្តសុខៃសាពេបរិវារេអតណោអនេគាសមនាហន្តសាសាពេញាទេពិយញ្ចទ្វាតសវាសានិចន្តយេសុសទេវតាចិរាសញ្ចន្តយន្តាពេនេវជានេសុមង្គលញ្ចកវលសហសេសុតសសុយេនតតកង្កាលង្កលាលង្ជាតាំងយាវប្រមនិវេសនាយ៉ាងលោកនិយធទេសេសិសាបបាបវិញ្ញាសនាយ៉ាងសត្វាសាបតុកេមុញចន្តាសង្គិយានារិយអេវមេតិកណោបេតាមមង្គលន្តាមបញ្ញាមាហេនៅនឹងខ្លួនសักខ្មុំមិនមានមេរោគមិនមានរបស់ស្មៅគ្រោកមានតែលំអងកេសរផ្កានេះជាឈ្មោះនៃមនុស្សល្អបើកូនជាមនុស្សផ្កាកូននឹងមានមនុស្សល្អមករកកូនញ៉ាំងប្រយោជន៍ឲ្យទូលំទូលាយយ៉ាងទៀតខ្មុំជាឈ្មោះនៃសិរីសួស្តីឲ្យសូមឲ្យពរដល់កូនស្រីសូមឲ្យកូនស្រីបានទៅជាមនុស្សល្អប្រៀបបីដូចជាផ្កាឈើសូមឲ្យកូនស្រីឲ្យបានឆ្លងរួចពីក្តីសៅហ្មងកុំជាមនុស្សស្អុយឡើយកូនជាទីស្រឡាញ់ពេលដែលយើងកើតទុក្ខកើតការមិនសប្បាយចិត្តឬមានបញ្ហាជីវិតកើតឡើងវិធីដោះស្រាយដែលល្អជាទីបំផុតហើយចាំបាច់ត្រូវឲ្យសម្រេចជាដំបូងគឺការទូន្មានចិត្តយើងត្រូវទូន្មានចិត្តឲ្យបានល្អជាមុនទៅបន្តការដោះស្រាយបញ្ហាផ្សេងៗបានទៅតាមក្រោយរឿងខ្លះគ្រាន់តែទូន្មានចិត្តបានប៉ុណ្ណឹងគ្រប់រឿងក៏បញ្ចប់ហើយស្រេចបើយើងមិនទូន្មានចិត្តជាមុនទេរួចហើយមកដោះស្រាយបញ្ហាវាអាចធ្វើឲ្យរត់ទៅលំបាកព្រោះថាបើយើងមិនបានទូន្មានចិត្តទេនោះយើងត្រូវដោះស្រាយបញ្ហាដោយលោភៈទោសៈមោហៈឬដោយកាយទុច្ចរិតវិជ័យទុច្ចរិតមនោទុច្ចរិតជាពិតប្រាកដណាស់វិធីទូន្មានចិត្តគឺក៏បីតាំងសតិឲ្យបានល្អរំសាយនៅភាពមូមងក្នុងចិត្តពិចារណាទៅតាមការពិតឲ្យបានល្អិតល្អន់ពិនិត្យផ្សារចុះផ្សារឡើងរឿងដែលកើតឡើងមើលឲ្យឃើញជាការពិតថារឿងឬបញ្ហាដែលកើតឡើងនោះវាកើតឡើងដល់យើងតែម្នាក់ឯងឬក៏ដល់អ្នកដទៃផងដែរគិតមើលឃើញអ្នកដទៃខ្លះក៏គេមានបញ្ហាធំដុំខ្លាំងជាងយើងទៅទៀតហើយរឿងបែបនេះវាជារឿងប្រក្រតីធម្មតាគ្រប់ជីវិតមែនឬមិនមែនបើយើងគិតទៀងទាត់ពិចារណាសពគ្រប់ឃើញច្បាស់តាមចតិរបស់សង្ខារឃើញថាវាជារឿងក្នុងលោកនិងជារឿងរបស់លោកដូចនេះឈ្មោះថាយើងមើលឃើញសេចក្តីពិតមានហេតុផលបរមត្តត្រឹមត្រូវលុះដល់យើងបានជួបសេចក្តីពិតដោយខ្លួនឯងហើយក៏នឹងចូលដល់ការទូន្មានចិត្តបានហើយលទ្ធផលរឿងធំក៏คล้ายទៅជារឿងតូចចំណែករឿងតូចក៏คล้ายទៅជាអត់មានរឿងអីហើយយើងក៏បានសប្បាយចិត្តព្រោះអាចដោះស្រាយបញ្ហាបានដោយគំនិតនិងសតិបញ្ញារបស់ខ្លួននិធិនតាបាតាយតតាកតាសតសបារមយាតសឧបបារមយាតសបរមត្ថបារមយាបញ្ចមហាបរិច្ចាកតាសាចរិយាបញ្ចមភវេកម្មយវ
តន្តੰជាតាំងអភិនាកមនੰបធានចរិយ៉ាងបតិបាលង្កេមេរវចយ៉ាងសាបញ្ញតាញ្ញាណបដវេធាំងនវលោកាន្តរធម្មេតសាពេពេមេបន្តកនេអវ័យចតវាវេសាលយតៃសបាការន្តរេសតយាមរតੰបរតੰករន្តោអាយាស្មាអនន្តតរវិយការញ្ញចតੰឧបតមេត្វាកោទេសកសាសេសចកវាលេសទេវតាយាសានំបដេកានន្តយញ្ចវេសាលយាមពរេរគយមនោសតភេសម្ពោតន្តវេធាំបយ៉ាងកបមន្តរតិអបេសបរតន្តាម